រឿងព្រះសមណគោតមមហាសាស្ត្រាចារ្យនៃមនុស្សនិងទេពតារៀបរៀងដោយលោកឆឹងផាន់សុផុនបោះពុំនៅសហរដ្ឋអាមេរិកថ្ងៃច័ន្ទទី6វិច្ឆិកាឆ្នាំ1995អត្ថបទអានដោយគួចកុសលសាធារណរដ្ឋបារាំងជំពូកទី1ព្រះពោធិសត្វចាប់បដិសន្ធិប្រមាណជា80ឆ្នាំមុនពុទ្ធសករាជឬ623ឆ្នាំមុនគ្រិស្តសករាជមានព្រះពុទ្ធមួយព្រះអង្គបានកើតឡើងក្នុងលោកកាលនៅក្រហមមានព្រះនាមថាសិទ្ធត្ថគោតមសិទ្ធត្ថជានាមខ្លួននិងគោតមជានាមត្រកូលក្រោយមកក៏បានប្រែទៅជាព្រះពុទ្ធមួយព្រះអង្គព្រះនាមថាព្រះពុទ្ធដែលមានមនុស្សយ៉ាងតិចក៏8កោដនាក់ក្នុងពិភពលោកគោរពបូជានិងចាត់ទុកព្រះអង្គថាជាព្រះមហាសាស្ត្រាចារ្យដ៏កំពូលព្រះអង្គបានកើតនៅក្នុងត្រកូលស្ដេចដែលមានព្រះវរៈបិតាព្រះនាមសទ្ធោទនៈនិងព្រះមាតាព្រះនាមសិរិមហាមាយាឬមហាមាយាទេវីនៅក្នុងសាខ្យរាជត្រកូលនាទីក្រុងកាបិលពស្តុសព្វថ្ងៃស្ថិតនៅក្នុងតំបន់មួយជាប់ប្រទេសនេប៉ាល់ភូមិភាគខាងជើងនៃប្រទេសឥណ្ឌានៅថ្ងៃប្រហ័ស15កើតពេញបូរមីខែអាសាឍឆ្នាំរកាមុនពុទ្ធសករាជ80ឆ្នាំនិង10ខែជាថ្ងៃដែលព្រះអង្គមកចាប់បដិសន្ធិក្នុងផ្ទៃព្រះមាតារយៈ7ថ្ងៃមុនថ្ងៃពេញបូរមីនេះមានមហាជនជាច្រើននៅក្នុងទីក្រុងកាបិលពស្តុនាំគ្នាលេងមហោស្រពយ៉ាងសប្បាយរីករាយព្រះនាងសិរិមហាមាយាទ្រង់ព្រះកាយដោយគ្រឿងក្រអូបនិងលាភសុគន្ធវិលេបណៈហើយក្រសាលអស់កាលទាំង7ថ្ងៃនៅថ្ងៃពេញបូរមីវេលាព្រឹកព្រះនាងទេវីបានធ្វើបរិច្ចាគទានជាទ្រព្យអស់ចំនួន4សែនកហបណៈដល់ប្រជាពលរដ្ឋលុះដល់ពេលរាត្រីព្រះនាងសមាទានឧបោសថសិលរួចហើយក៏ឡើងទៅផ្ទុំលើសិរីសាយនាក្នុងព្រះទែនបន្ទុំអស់រយៈ20ឆ្នាំកន្លងមកហើយដែលព្រះមហាក្សត្រនិងព្រះអគ្គមហេសីពុំដែលមានរាជបុត្រមួយសោះទើបតែក្នុងទិវានេះព្រះនាងបានសុបិននិមិត្តឃើញថាមានចតុមមហារាជ4អង្គមកលើកត្រកងព្រះនាងទាំងសិរីសាយនានាំទៅកាន់ព្រៃហេមពៀនរួចក៏តម្កល់ទុកនៅលើផ្ទាំងមនោសីលាដ៏ធំខាងក្រោមដើមរាំងធំមួយពេលនោះទេពធីតាទាំងឡាយរបស់ចតុមមហារាជទាំង4ក៏បានអញ្ជើញព្រះនាងទេវីទៅស្រង់ទឹកនៅក្នុងស្រះអនោតៈដើម្បីជំរះព្រះកាយថ្វាយព្រះនាងនិងបានលាបនៅគ្រឿងគុណធវិលេបណៈទៀតផងនៅជិតស្រះនោះមានភ្នំមួយដែលមានសុវណ្ណវិមានគឺប្រាសាទមាសសង់នៅលើកំពូលទេពធីតាទាំងឡាយបានយាងព្រះនាងទៅផ្ទុំនៅក្នុងប្រាសាទមាសនោះដោយយកព្រះសិរៈទៅទិសខាងកើតមានសុវណ្ណគិរីគឺភ្នំមាសមួយទៀតនៅជិតទីនោះដែរដែលមានសេតហត្ថីដំរីសស្រស់ឆើតឆាយមួយមានភ្លុក6សម្បុរសក្បោះដូចជាភ្នំព្រិលមានប្រម៉ោយកាន់ជាប់នៅសត្តបទុមជាតិគឺផ្កាឈូកក្រហមហោះចុះមកពីអំពីភ្នំមាសនោះដោយមានក្រុមអ្នកភ្លេងនិងអ្នកចម្រៀងប្រគំបទថ្វាយព្រះពរហែហោមយ៉ាងកក្រឹកកក្រែងតាមមកជាមួយផងពេលចុះមកជិតដល់ដំរីសនោះក៏ដើរសន្សឹមតម្រង់ទៅកាន់ព្រះនាងទេវីដែលកំពុងតែផ្ទុំនៅក្នុងប្រាសាទមាសនោះដំរីសបានដើរប្រទក្សិណ3ជុំមុននឹងដាក់ផ្កាឈូកក្រហមនោះចូលទៅក្នុងព្រះគភ៌របស់ព្រះនាងដំរីសក៏ហាក់ដូចជាដើរចូលទៅក្នុងឧត្តរប្រទេសគឺព្រះគភ៌ខាងស្ដាំរបស់ព្រះនាងទេវីដែរក្នុងគ្រានោះឯងព្រះនាងហាក់ដូចជាមានភាពសុខស្រួលនៅក្នុងព្រះចិន្តាកើតមានសេចក្តីរីករាយយ៉ាងខ្លាំង
ព្រះនាងមិនចាប់អារម្មណ៍ថាមានការលំបាកផិតភ័យឬក៏ឈឺចុកចាប់អ្វីសោះឡើយបន្ទាប់ពីនោះមកព្រះនាងទេវីក៏បានតើនឡើងដោយមានព្រះហឫទ័យសោមនស្សរីករាយនៅក្នុងបរមសុខពេលយាងចុះពីព្រះទែនបន្ទំមកព្រះនាងក៏នៅតែឮសូរសំឡេងដូរតន្ត្រីនៃសុបិនខ្ទរមិនដាច់សូរនៅក្នុងព្រះសត្តាដោយមិនចង់សំងំលាក់រឿងនេះទុកដល់ថ្ងៃស្អែកឡើយព្រះនាងបានយាងទៅបង្គំគាល់សួរព្រះបាទសុទ្ធោទនៈជាព្រះស្វាមីនៅរឿងសុបិននិមិត្តដ៏ចម្លែកអស្ចារ្យនេះភ្លាមព្រះរាជាទ្រង់កោតស្ញប់ស្ញែងនៅរឿងសុបិនដ៏ចម្លែកនេះណាស់លុះព្រឹកស្អែកឡើងព្រះរាជាទ្រង់ត្រាស់បញ្ជាឲ្យរាជបុរសទៅអញ្ជើញអស់ពួកព្រាហ្មណ៍មកគុនគូកាត់សុបិននិមិត្តនេះថាតើមានន័យយ៉ាងណាដែរពួកព្រាហ្មណ៍សោតក៏ទូលនៅទំនាយតាមប្រការដូចតទៅថាបបិទ្ធព្រះសមតិទេពព្រះអង្គម្ចាស់ក្សត្រីនឹងប្រសូតបានបុត្រាមួយព្រះអង្គដែលនឹងប្រែទៅជាអ្នកដឹកនាំព្រះរាជាណាចក្រដ៏ឆ្នើមហើយព្រះរាជកុមារនឹងមានវាសនាធ្វើជាព្រះអធិរាជដែលមានឥទ្ធានុពលខ្លាំងពូកែអាចដឹកនាំសត្វលោកគ្រប់ទិសទាំង4យ៉ាងល្បីល្បាញឬក៏នឹងក្លាយជាព្រះមហាសាស្ត្រាចារ្យដ៏កំពូលដែលនឹងអាចដឹកនាំសពសត្វទាំងក្នុងឋានសួគ៌និងក្នុងឋានមនុស្សឲ្យគោរពប្រតិបត្តិតាមព្រហ្មចរិយធម៌បបិទ្ធព្រះមហារាជនគររបស់យើងរងចាំអ្នកមានបុណ្យបែបនេះកើតឡើងជាយូរយារណាស់មកហើយព្រះបាទសុទ្ធោទនៈទ្រង់ញញឹមតបព្រាហ្មណ៍វិញដើម្បីបង្ហាញនូវការយល់ព្រមបន្ទាប់អំពីបានប្រឹក្សាបដូរព្រះយោបល់និងព្រះអគ្គមហេសីរួចមកហើយព្រះរាជាក៏ទ្រង់បញ្ជាឲ្យគេរើយករបស់ទ្រព្យចេញអំពីឃ្លាំងយកទៅចែកជាទានដល់ប្រជាពលរដ្ឋដែលក្រខ្សត់អត់ឃ្លានទូទាំងប្រទេសការធ្វើដូច្នោះបណ្ដាលឲ្យប្រជាពលរដ្ឋនៅក្នុងនគរដឹងថាព្រះមហាក្សត្រនិងព្រះអគ្គមហេសីនឹងប្រសូតបានបុត្រមួយអង្គនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខព្រះនាងសិរិមហាមាយាជាស្ត្រីប្រកបដោយគុណធម៌ដ៏ធំធេងព្រះនាងមានព្រះទ័យស្រឡាញ់រាប់អានដល់មនុស្សសត្វទាំងអស់ដោយមិនប្រកាន់ឡើយជំពូកទី2ព្រះសិទ្ធត្ថកុមារតាំងអំពីថ្ងៃដែលព្រះបរមពុរិស័ទចាប់បដិសន្ធិមកទល់នឹងថ្ងៃដែលព្រះអង្គប្រសូតគម្រប់1ទសមាសគត់10ខែមានទេវបុត្រ4អង្គដែលមានព្រះហស្ថកាន់ព្រះខ័នឃ្រាំចាំរក្សានិងការពារនៅសេចក្តីអន្តរាយមិនឲ្យកើតមានដល់ព្រះទារកនិងព្រះវរមេតាឡើយតាមទំនៀមទម្លាប់ជនជាតិឥណ្ឌានាសម័យនោះដល់ពេលសម្រាលបុត្រម្ដងស្ត្រីឥណ្ឌាតែងតែត្រឡប់ទៅសម្រាលបុត្រនៅខាងផ្ទះមាតាបិតានៃខ្លួនវិញចំពោះព្រះនាងសិរិមហាមាយាក៏ដូច្នោះដែរពេលដែលព្រះគភ៌បរិបូរណ៍គម្រប់10ខែហើយព្រះនាងក៏មានប្រាថ្នាយាងទៅកាន់ទេវទហនគរដែលជាជាតិភូមិរបស់ព្រះនាងទើបទៅក្រាបបង្គំទូលព្រះផស្តាដើម្បីសុំរាជានុញ្ញាតព្រះរាជាយល់សពហេតុការណ៍ទើបទ្រង់អនុញ្ញាតនិងទ្រង់ត្រាស់បញ្ជាឲ្យរាជអាមាត្យរៀបចំក្បួនរទេះគោនិងរទេះសេះដើម្បីនឹងដង្ហែព្រះអគ្គមហេសីទៅកាន់នគរទេវទហៈលុះដល់ថ្ងៃសុក្រ15កើតពេញបូរមីខែពិសាខឆ្នាំចមុនពុទ្ធសករាជ80ឆ្នាំគត់ព្រះនាងមហាមាយាទេវីចូលទៅថ្វាយបង្គំលាព្រះផស្តាហើយក៏យាងព្រះដំណើរចេញទៅកាន់ស្រុកកំណើតជាមួយនឹងពួកអស់សេនាភីលៀងដែលជាបរិពារនៅក្នុងព្រះរាជដំណើរព្រះនាងឈប់សម្រាកព្រះកាយនៅពាក់កណ្ដាលផ្លូវនៅក្នុងឧទ្យានមួយឈ្មោះលំពិនីដែលស្ថិតនៅចំព្រំដែននៃនគរទាំងពីរគឺកបិលពស្តុនិងវេទហៈ
ដែលសប្តាហ៍នេះហៅថារមនីដេក្នុងខេត្តបាដារីយ៉ានៃប្រទេសនេប៉ាល់ព្រៃលំពិនីមានខ្យល់ត្រជាក់បក់ស្រួលណាស់រុក្ខជាតិនិងវល្លិជាតិលូតលាស់ខៀវស្រងាត់គួរឲ្យគយគន់បុប្ផាជាតិរីកស្គុះស្គាយនិងចោលក្លិនសុគន្ធពិដោក្រអូបផ្សាយមានមរគីរត់ចុះឡើងនិងបាក់សាបាក់សីតូចធំប្រជឹកប្រឡែងគ្នាលេងយ៉ាងអើងកងខ្ញៀវខ្ញាភាពដ៏សែនមនោរម្យនេះហើយដែលធ្វើឲ្យអ្នកដំណើរទាំងឡាយចូលឈប់សម្រាកយកកម្លាំងនៅទីលំពិនីនេះមុននឹងបន្តដំណើរទៅមុខទៀតព្រះនាងសិរិមហាមាយាមានព្រះហឫទ័យចង់ចូលទៅប្រពៀតនៅក្នុងព្រៃម្ដុំនោះពួករាជអាមាត្យក៏យាងព្រះនាងចូលទៅពេលយាងទៅដល់ក្រោមដើមរាំងភ្នំមួយឬដើមសាលព្រឹកព្រះនាងទ្រង់ឈោងព្រះហស្ថខាងស្ដាំចាប់កាច់ផ្ការាំងភ្នំមួយតងក្សិណនោះព្រះនាងក៏មានអារម្មណ៍ធីងធងទើបស្រវាឈោងចាប់មែករាំងភ្នំនោះដើម្បីនឹងទប់ព្រះអង្គប្រាណស្រីស្នំទាំងឡាយបានយល់ហេតុការណ៍ថាព្រះនាងនឹងសម្រាលបុត្រក្នុងពេលឥឡូវនេះហើយក៏នាំគ្នាយកព្រះសន្ធិយាគឺវាំងននទៅបិទបាំងនៅក្រោមដើមរាំងភ្នំនោះព្រះនាងនៅឈរប្រតោងមែករាំងភ្នំរហូតដល់ព្រះពោធិសត្វទ្រង់ប្រសូតចាកព្រះឧត្តរក្នុងវេលាថ្ងៃជិតត្រង់ព្រះទារកមានព្រះរូបឆោមល្អបរិសុទ្ធមានសុខភាពបរិបូរណ៍និងគ្រប់លក្ខណៈក្នុងថ្ងៃសុក្រ15កើតពេញបូរមីខែពិសាខឆ្នាំចត្រូវនឹងថ្ងៃទី8មេសាព្រះទារកត្រូវបានស្រីស្នំទាំងឡាយយកទៅស្រង់វារីដើម្បីនឹងដោះលាងមន្តលករនិងរុំដណ្ដប់ដោយសម្ពុតសូត្រពណ៌លឿងតាមប្រភពមហាជនដែលបានឃើញការប្រសូតនេះផ្ទាល់ភ្នែកបាននិយាយថាពេលព្រះនាងយាងទៅដល់ក្រោមដើមរាំងភ្នំក្នុងសួនលំពិនីក៏មានព្រះតីចង់ឈោងចាប់មែករាំងភ្នំនោះប៉ុន្តែព្រះនាងឈោងចាប់ពុំដល់ក៏ស្រាប់តែមែករាំងនោះតូទុនចុះមកក្រោមដោយឯងដើម្បីឲ្យព្រះនាងចាប់រួចមកព្រះនាងក៏ប្រឈួនព្រះឧត្តរឈឺពោះសម្រាលបុត្រព្រះពោធិសត្វទ្រង់ប្រសូតមកដោយស្រួលនិងមានទឹកក្តៅទឹកត្រជាក់ហូរធ្លាក់ចុះមកដោយឯងមកលាងមន្តលករទ្រង់ប្រសូតមកភ្លាមមានពួកសទ្ធោវាសមហាព្រំទាំង4បានយកផ្ទាំងសម្ពុតពណ៌មាសគឺបណ្ដាញមាសមកទទួលចាតុមហារាជរក្សាទិសទាំង4បានទទួលយកពីមហាព្រំពួកស្រីស្នំក៏ទទួលយកពីដៃចាតុមហារាជបន្តទៅទៀតព្រះរាជកុមារទ្រង់សម្រោតចុះចាកពីដៃស្រីស្នំរួចទ្រង់ប្រថាប់ឈរស៊ុបនៅលើផែនដីដោយព្រះបាទទាំងគូមហាព្រំយកស្វែតឆ័ត្រមកបាំងថ្វាយសុយាមទេវរាជយកវិជិនីផ្លិតមកបក់ថ្វាយទេវបុត្រមួយអង្គកាន់កែវ7ប្រការទេវបុត្រមួយអង្គកាន់សុវណ្ណបាតទុកស្បែកជើងមាសនិងទេវបុត្រមួយអង្គទៀតកាន់គ្រឿងប្រដាប់រាជ5យ៉ាងគឺកុក្កដភ័ណ្ឌគឺមកុដ1ព្រះខ័ន1ស្វែតឆ័ត្រ1សុពរបាទ1និងវាលវិជិនី1ព្រះពោធិសត្វក៏ទ្រង់ប្រមាលមើលទៅកាន់ទិសទាំង10គឺទិសធំ4ទិសតូច4និងទិសក្រោមនិងទិសខាងលើក៏ពុំឃើញមានជនណាម្នាក់ស្មើនឹងព្រះអង្គឡើយទើបទ្រង់កំណត់ទុកក្នុងព្រះហឫទ័យថានេះជាទិសខាងជើងឧត្តររំពេចនោះព្រះអង្គទ្រង់ប្រថាប់ឈរបែរព្រះភ័ក្ត្រទៅទិសឧត្តរនោះរួចហើយទ្រង់យាងទៅអស់7ជំហាននិងក្នុងជំហាននីមួយមានផ្កាឈូកលេចចេញអំពីដីមកទ្រព្រះបាទបន្ទាប់មកព្រះពោធិសត្វក៏បន្លឺនៅព្រះអសភិវិចាថាខ្លួនអញជាកំពូលនៃលោកជាបុគ្គលដ៏ប្រសើរវិសេសលើសគេនៅក្នុងលោកជាចម្បងជាងគេទាំងអស់នៅក្នុងលោកជាតិនេះគឺជាកំណើតចុងក្រោយបំផុតរបស់អាត្មាអញអំណះពីជាតិនេះតទៅអាត្មាអញនឹងមិនកើតទៀតឡើយ
ក្នុងពេលប្រសូតនេះមានហេតុអស្ចារ្យផ្សេងក្នុងលោកនេះក៏បានកើតឡើងដោយសារបារមីនៃព្រះរាជកុមារប្រតិពីក៏ក្រើករំពើខុសអំពីប្រក្រតីរុក្ខជាតិក៏មានផ្លែទុំខ្ចីបុប្ផាក៏រីកស្រស់ស្គុះស្គាយបាក់សាបាក់សីក៏ស្រែកច្រៀងយ៉ាងសប្បាយអើងកងមនុស្សម្នាប្រុសស្រីនិងពួកក្សត្រទាំងពីរនគរកើតមានសេចក្តីសោមនស្សរីករាយក៏ព្រោះបានឃើញឆពន្ធរាំងសីពន្លឺ6ពណ៌នៃព្រះនាងមហាមាយាទេវីនិងព្រះរាជកុមារពេលរាជបរិពារទាំងឡាយដង្ហែព្រះនាងមហាមាយាទេវីនិងបុត្រាមកដល់ព្រះរាជវាំងវិញព្រះពោធិសត្វត្រូវស្រីស្នំនាំយកទៅដោះលាងជំរះមន្ទិលនិងទឹកក្តៅអ៊ុនម្ដងទៀតមុននឹងយកទៅផ្ដេកចិត្តព្រះវរមាតាកាលបានជ្រាបដំណឹងនេះហើយព្រះបាទសុទ្ធោទនៈស្ដេចយាងមកជាបន្ទាន់ដើម្បីជួបជាមួយនឹងព្រះអគ្គមហេសីនិងព្រះរាជបុត្រាព្រះមហាក្សត្រទ្រង់ព្រះអំណរយ៉ាងខ្លាំងកាលបានទតឃើញព្រះអគ្គមហេសីនិងព្រះរាជបុត្រាបានសេចក្តីសុខនារាត្រីនោះមានឥសីមួយអង្គឈ្មោះអសិតតាបោះកាលទេវលរស់នៅក្នុងព្រៃភ្នំជិតព្រះរាជវាំងនោះនឹងត្រូវជាជីតុនគឺគ្រូអាចារ្យនៃព្រះបាទសុទ្ធោទនៈផងបានសង្កេតឃើញថាមានពន្លឺរស្មីចាំងផុសឡើងព័ទ្ធជុំវិញព្រះរាជដំណាក់នៃព្រះមហាក្សត្រអសិតឥសីក៏បានកាត់យល់ថាហេតុការណ៍នេះជាប្រផ្នូលមួយដ៏ពិសេសអស្ចារ្យលោកក៏និមន្តចុះអំពីលើភ្នំដោយទប់ព្រះអង្គកាយនឹងឈើច្រត់ចូលមកកាន់សំណាក់ព្រះរាជាដើម្បីសួរសុខទុក្ខពេលអសិតតាបោះនិមន្តដល់ព្រះរាជាទ្រង់ធ្វើគារវៈស្វាគមន៍រួចហើយក៏ទ្រង់ត្រាស់បញ្ជាឲ្យពួកស្រីស្នំនាំព្រះពោធិសត្វមកថ្វាយអសិតតាបោះដើម្បីទតពេលអសិតតាបោះអោនពិនិត្យរូបលក្ខណៈព្រះរាជកុមារស្រាប់តែព្រះបាទទាំងគូរបស់ព្រះពោធិសត្វកញ្ជ្រោលពីដៃស្រីស្នំទៅប្រថាប់ពីលើក្បាលអសិតតាបោះដោយចៃដន្យអសិតតាបោះក៏ស្រវាទម្លាក់ខ្លួនក្រាបថ្វាយបង្គំព្រះរាជកុមារអស់ចំនួន3ដងកាលព្រះរាជាបានទតឃើញនៅភាពដ៏អស្ចារ្យដូច្នោះកើតឡើងព្រះអង្គក៏លុតជង្គង់ថ្វាយបង្គំព្រះរាជបុត្ររបស់ព្រះអង្គជាលើកទី1ដោយអសិតតាបោះក្នុងពេលនោះភ្លាមដែរបន្ទាប់ពីបានពិនិត្យព្រះលក្ខណៈនៃព្រះពោធិសត្វសពគ្រប់មកអសិតតាបោះក៏ពៀករនៅក្នុងខ្លួនថាព្រះរាជកុមារនេះនឹងបានត្រាស់ជាព្រះពុទ្ធឥតមានសង្ស័យឡើយកាលបានដឹងនៅហេតុយ៉ាងដូច្នោះហើយអសិតតាបោះក៏តាំងសើចក្អាកក្អាយមួយសន្ទុះមកក៏បែរជាយំសោកយ៉ាងខ្លាំងទៅវិញព្រះរាជាស្រឡាំងកាំងទើបទ្រង់ត្រាស់សួរជាបន្ទាន់ថាកាលទេវលតាបោះតើមានរឿងអ្វីកើតឡើងឬតើព្រះរាជកុមារនេះឥតមានភ័ព្វសំណាងទេឬអ្វីអសិតតាបោះលើកដៃជូតទឹកភ្នែកក្រវីក្បាលមុននឹងបង្គំទូលថាបបិទ្ធមហារាជព្រះរាជកុមារនេះមិនមែនជាអ្នកនយោបាយទេបើសិនជានៅគ្រប់គ្រងគេហដ្ឋានក៏នឹងបានជាស្ដេចចក្រពត្តិបើចេញទ្រង់ព្រះភ្នោះក៏នឹងបានជាសាស្តាឯកនៅក្នុងលោកព្រះអង្គជាមហាបុរសនៃពន្លឺត្រាស់ដឹងដែលយកឋានសួគ៌និងឋានមនុស្សលោកធ្វើជាលំនៅឋានរបស់ព្រះអង្គនិងយកសត្វលោកទាំងអស់ជាញាតិសន្តានការដែលអាត្មាសើចនោះក៏ព្រោះតែអាត្មាមានអំណរនឹងព្រះអាយបុត្រនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គនៅក្នុងពេលខាងមុខនេះប៉ុន្តែហេតុដែលអាត្មាយំវិញនោះក៏ព្រោះតែអាត្មាគិតអាណិតខ្លួនឯងថាជាមនុស្សអភ័ព្វឥតប្រេងវាសនានឹងនៅទាន់ព្រះពុទ្ធដូចគេនឹងគ្មានភ័ព្វសំណាងបានស្ដាប់នៅសំឡេងព្រះអរិយសច្ចធម៌ដែលព្រះអង្គបានរកឃើញផងបបិទ្ធមហារាជព្រះអង្គនិងនគររបស់ព្រះអង្គមានភ័ព្វសំណាងខ្ពស់ណាស់ដែលមានព្រះពោធិសត្វដ៏មានបុណ្យបែបនេះកើតឡើងនៅក្នុងព្រះនគរបន្ទាប់ពីព្យាកររួចមកកាលទេវលតាបោះក៏លាព្រះបាទសុទ្ធោទនៈ
ទៅកាន់លំនៅនៃប្អូនស្រីរបស់ខ្លួនហើយបានបង្គាប់ឲ្យនីលកៈជាក្មួយប្រុសថាចូលក្មួយឯងបួសដើម្បីរងចាំព្រះរាជឱរសនៃព្រះបាទសុទ្ធោទនៈដែលនឹងចេញបួសហើយនឹងបានត្រាស់ដឹងជាព្រះពុទ្ធពុំខាននីលកៈក៏បានលះបង់ផ្ទះសម្បែងទ្រព្យសម្បត្តិចេញទៅបួសតាមបណ្ដាំឪពុកធំចំណែកឯកាលទេវលតាបសក្រោយមកក៏ធ្វើមរណកាលមុនពេលដែលព្រះពុទ្ធទទួលការត្រាស់ដឹងមែនការទស្សទាយរបស់អសិតតាបសធ្វើឲ្យព្រះរាជាមានព្រះហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំងពីព្រោះព្រះអង្គមិនចង់ឲ្យបុត្រាតែមួយរបស់ព្រះអង្គក្លាយជាអ្នកបួសដោយជាតាបសឥសីដែលរស់នៅក្នុងព្រៃភ្នំក្រំថ្មឡើយបន្ទាប់អំពីព្រះរាជកុមារប្រសូតបាន5ថ្ងៃមកព្រះមហាក្សត្រទ្រង់ប្រារព្ធនៅពិធីថ្វាយព្រះនាមដល់ព្រះរាជឱរសទើបទ្រង់កោះប្រជុំអស់ពួកវង្សក្សត្រប្រមុខមន្ត្រីនិងព្រាហ្មណ៍ទាំងឡាយនៅក្នុងព្រះរាជនិវេសព្រះរាជានិមន្តព្រាហ្មណ៍108រូបមកទទួលចង្ហាន់ប៉ុន្តែព្រះរាជាទុកតែព្រាហ្មណ៍8រូបដែលជាអ្នកចេះចាំស្ទាត់នៅគម្ពីរត្រៃវេទដើម្បីព្យាករណ៍និងថ្វាយព្រះនាមព្រាហ្មណ៍ទាំង8រូបនោះគឺរាមព្រាហ្មណ៍1លក្ខណៈព្រាហ្មណ៍1យញ្ញព្រាហ្មណ៍1ធច្ចព្រាហ្មណ៍1ភោជព្រាហ្មណ៍1សុតតព្រាហ្មណ៍1សុយាមព្រាហ្មណ៍1និងកោណ្ឌញ្ញព្រាហ្មណ៍1មានព្រាហ្មណ៍7នាក់ពីទី1ទៅដល់ទី7បានលើកម្រាមដៃ2ទាយជា2ចំណែកដូចជាអសិតតាបសដែរថាបបិទ្ធព្រះសមតិទេពបើព្រះរាជកុមារនៅជាខរិវាសសោយរាជរហូតទៅនឹងបានជាស្ដេចចក្រពត្តិប្រកបដោយគុណធម៌ជាធម្មរាជជាឥសូរលើមហាទ្វីបដែលមានមហាសមុទ្រទាំង4ជាព្រំប្រទល់ព្រះអង្គជាអ្នកគ្រប់គ្រងលើផែនដីនៃទ្វីបទាំង4ដោយមិនបាច់ប្រើអាជ្ញាឬគ្រឿងសាស្ត្រាវុធអ្វីឡើយព្រះអង្គនឹងយកព្រះធម៌ទៅអប់រំទូនមានសត្វលោកទាំងឡាយដោយស្មើគ្នាបើព្រះរាជកុមារនឹងចេញទៅសាងបព្វជិវិញព្រះអង្គនឹងបានត្រាស់ជាព្រះអរហង្គសម្មាសម្ពុទ្ធក្នុងលោកទាំងមូលចំពោះកោណ្ឌញ្ញព្រាហ្មណ៍ទី8ដែលជាព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេបានលើកចង្អុលដៃតែមួយគត់ទាយថាបបិទ្ធព្រះមហារាជព្រះរាជកុមារនេះពុំមែនជាអ្នកនៅគ្រប់គ្រងគេហដ្ឋានទេព្រះអង្គពិតជានឹងចេញសាងព្រះភ្នោះដោយឥតមានអ្វីមកទប់ទល់បានឡើយហើយនឹងបានត្រាស់ជាព្រះពុទ្ធយ៉ាងពិតប្រាកដកាលព្រាហ្មណ៍ទាំងអស់បានទាយថ្វាយរួចហើយក៏ស្រស់ស្រួលមូលមតិគ្នាថ្វាយព្រះនាមដល់ព្រះរាជកុមារថាសិទ្ធត្ថៈដែលមានន័យថាអ្នកធ្វើប្រយោជន៍គ្រប់យ៉ាងឲ្យសម្រេចលុះក្រោយមកព្រះអង្គក៏ទទួលបាននៅកោតនាមមួយដែលឈ្មោះថាគោដមមកប្រើគួបជាមួយគ្នាដែលហៅថាសិទ្ធត្ថៈគោដមមហាជនតែងនិយមហៅតាមកោតនាមថាគោដមព្រះរាជាត្រាស់សួរទៅព្រាហ្មណ៍ទាំង8រូបមនាលព្រាហ្មណ៍ទាំងឡាយតើបុត្រារបស់យើងបានឃើញនៅអារម្មណ៍ដូចម្ដេចបានជាចង់ចេញទៅបួសយ៉ាងដូច្នោះព្រាហ្មណ៍ទាំងឡាយក៏ក្រាបទូលព្រះអង្គថាបបិទ្ធមហារាជនៅពេលនោះព្រះរាជកុមារនឹងទតឃើញនៅនិមិត្ត4ប្រការគឺមនុស្សចាស់ជរា1មនុស្សឈឺ1មនុស្សស្លាប់1និងអ្នកបួស1ព្រះរាជាគ្មានព្រះរាជបំណងចង់ឲ្យព្រះរាជបុត្រាទៅសាងភ្នោះឡើយព្រះអង្គចង់ឲ្យបុត្រានៅគ្រប់គ្រងរាជសម្បត្តិជំនួសព្រះអង្គហើយនឹងបានជាមហាចក្រពត្រាធិរាជទៅអនាគតតែម្យ៉ាងកាលទ្រង់ព្រះសណ្ដាប់នៅពាក្យក្រាបទូលរបស់ព្រាហ្មណ៍រួចហើយទ្រង់ក៏បញ្ជាទៅពួកសេនាកាមាត្យថាចាប់តាំងអំពីថ្ងៃនេះតទៅអ្នកទាំងឡាយកុំគប្បីឲ្យមនុស្សទាំង4ប្រភេទខាងលើនេះចូលមកជិតបុត្រាយើងឲ្យសោះព្រះអង្គដាក់កម្រិតយ៉ាងតឹងរ៉ឹងមិនឲ្យមនុស្សពីទិសទាំង4ដែលមានសភាពដូចខាងលើចូលទៅត្រង់រង្វង់ចក្ខុរបស់ព្រះរាជកុមារឡើយព
ពួកព្រាហ្មណ៍ចាស់ទៅហើយនោះបានផ្ដាំទៅកាន់បុត្រទាំងឡាយនៃខ្លួនថាបើព្រះរាជឱរសនៃព្រះបាទសុទ្ធោទនៈទ្រង់បព្វជិនឹងបានត្រាស់ជាព្រះពុទ្ធហើយចូលបុត្រទៅបួសនៅក្នុងសំណាក់ព្រះពុទ្ធនោះចុះពិតជាមិនខុសបំណងឡើយព្រះពោធិសត្វប្រសូតបានតែ7ថ្ងៃនិងព្រះបាទសុទ្ធោទនៈសបាយព្រះហឫទ័យបានតែ7ថ្ងៃគត់សេចក្តីទុក្ខព្រួយមួយក៏បានកើតឡើងនៅក្នុងព្រះរាជវាំងគឺព្រះនាងមហាមាយាទេវីទ្រង់សោយព្រះវិលាល័យយ៉ាងតក់ក្រហល់ជាទីបំផុតព្រះបាទសុទ្ធោទនៈក៏តែងតាំងព្រះនាងបជាបតីកោតមីត្រូវជាអនុជកត្រីនៃព្រះបាទមហាមាយាទេវីនិងត្រូវជាប្អូនថ្លៃរបស់ព្រះអង្គផងឲ្យឡើងធ្វើជាព្រះមហាក្សត្រិយានីព្រះនាងបជាបតីក៏មានបុត្រាមួយអង្គដែរព្រះនាមនុនហើយព្រះនុនតកុមារមានព្រះជន្មប្អូនព្រះពោធិសត្វតែ 2-3 ថ្ងៃប៉ុណ្ណោះព្រះនាងបជាបតីកោតមីទទួលធ្វើជាមេនំបំបៅព្រះពោធិសត្វនិងបីបាច់រក្សាព្រះពោធិសត្វដោយប្រតិប្រោសប្រណីដូចជាព្រះមេដាបង្កើតតរៀងទៅពេលព្រះពោធិសត្វព្រះជន្មគម្រប់7ឆ្នាំព្រះបិតាបានបញ្ជាឲ្យគេជីកស្រះ3ថ្វាយក្រសាលនិងបានបញ្ជូនទៅឲ្យសិក្សានៅក្នុងសំណាក់អាចារ្យឈ្មោះវិស្វាមិត្រព្រះពោធិសត្វចាប់ផ្ដើមសិក្សាវិជ្ជាគ្រប់គ្រងរដ្ឋនិងយោធសាស្ត្រដូចជាអក្សរសាស្ត្រនុពន្ធសាស្ត្រដូរតន្ត្រីអត្តពលកម្មជាដើមដោយមានព្រះបញ្ញាញាណមកពីព្រះកំណើតព្រះសិទ្ធត្ថកុមាររៀនពូកែលើគ្រប់មុខទាំងអស់យ៉ាងឆាប់រហ័សជាទីបំផុតថ្ងៃមួយពេលព្រះអង្គគម្រប់ព្រះជន្ម9ឆ្នាំសិទ្ធត្ថនិងមិត្តរួមថ្នាក់ខ្លះដូចជាទេវទត្តនិងកំពិលដែលត្រូវជាបងប្អូនជីដូនមួយនឹងព្រះអង្គបានទៅចូលរួមក្នុងពិធីច្រត់ព្រះនង្គ័លដែលព្រះមហាក្សត្របានរៀបចំតាក់តែងឡើងជាលើកដំបូងនៅក្នុងវាលព្រះមេនជិតព្រះរាជវាំងមានវង្សក្សត្រប្រមុខមន្ត្រីកហបតីសេនាកាមាត្យប្រជាពលរដ្ឋប្រុសស្រីនិងកុមារាកុមារីចូលរួមទស្សនាយ៉ាងច្រើនកកជាដំបូងបង្អស់បព្វជិតព្រាហ្មណ៍សូត្រធម៌វេទយ៉ាងវែងអន្លាយហាក់រកទីបញ្ចប់គ្មាននឹងធ្វើឲ្យព្រះរាជកុមារមានការអបសុខរសាប់រសល់ក្នុងព្រះហឫទ័យដោយសារអាកាសធាតុក្តៅស្អុះផងព្រះរាជកុមារក៏យាងចេញពីមិត្តភ័ក្តិតែមួយព្រះអង្គឯងទៅគង់នៅក្រោមដើមព្រីងមួយគឺដើមជម្ពូព្រឹកដែលមានម្លប់ដ៏ត្រជាក់នៅក្បែរដងផ្លូវចិត្តនោះព្រះនាងបជាបតីកោតមីបានតាមរកឃើញព្រះពោធិសត្វគង់នៅទីនោះហើយក៏សុំយាងព្រះអង្គឲ្យត្រឡប់ទៅទតព្រះបិតាច្រត់ព្រះនង្គ័លនាពេលចុងបង្ហើយវិញព្រះសិទ្ធត្ថកុមារបានទូលសួរទៅកាន់ព្រះនាងកោតមីជាព្រះមេដាថាបបិទ្ធព្រះមេដាហេតុអ្វីក៏ពួកព្រាហ្មណ៍ទាំងនោះសូត្រធម៌វែងអន្លាយយ៉ាងនេះព្រះនាងបជាបតីកោតមីក៏ឆ្លើយតបទៅនឹងព្រះពោធិសត្វវិញថាបុត្រសម្លាញ់ពួកព្រាហ្មណ៍សូត្រធម៌វែងយ៉ាងដូចនេះឯងណាបុត្រហើយបុត្រក៏នឹងត្រូវសិក្សានៅធម៌វេទដូចគេនេះដែរនៅពេលដែលបុត្រធំឡើងព្រះពោធិសត្វទ្រង់ត្រាស់សួរបន្តថាហេតុអ្វីបានជាព្រះបិតាមិនសូត្រធម៌វេទនេះដោយផ្ទាល់ព្រះអង្គជំនួសពួកព្រាហ្មណ៍ទាំងនោះទៅវិញទៅព្រះមេដាក៏ឆ្លើយតបថាបានតែអ្នកដែលកើតនៅក្នុងត្រកូលព្រាហ្មណ៍ប៉ុណ្ណោះទេដែលអាចអនុញ្ញាតឲ្យសូត្រធម៌នៅក្នុងគម្ពីរត្រៃវេទនេះសូម្បីតែស្ដេចផែនដីមានអំណាចដ៏ខ្លាំងពូកែក៏ត្រូវតែពឹងផ្អែកទៅលើការបម្រើរបស់ពួកព្រាហ្មណ៍ដែលមានមុខនីតិជាបព្វជិតទាំងនោះដែរព្រះពោធិសត្វសូមអនុញ្ញាតព្រះមេដានៅគង់ក្រោមដើមព្រីនោះបន្តទៅទៀតព្រះនាងកោតមីក៏ទ្រង់អនុញ្ញាតតាមការស្នើសុំរបស់ព្រះពោធិសត្វបន្ទាប់មកព្រះនាងក៏យាងត្រឡប់ទៅទតមើលព្រះរាជាច្រត់ព្រះនង្គ័លវិញនៅពេលបព្វជិតព្រាហ្មណ៍សូត្រធម៌ចប់ព្រះបាទសុទ្ធោទនៈទ្រង់យាងចុះកាន់វាលចំការហើយទ្រង់ចាប់ផ្ដើមភ្ជួរនៅគន្លងដំបូងនៃរដូវ
បន្តមកពួកកសិករក៏ចាប់ព្យួរតាមពីក្រោយព្រះអង្គឮស្នូរសំឡេងមនុស្សស្រែកហូរកញ្ជ្រៀវធ្វើឲ្យព្រះពោធិសត្វអត់ទ្រាំពុំបានក៏រត់ទៅកាន់ឯខាងចុងចំការព្រះអង្គបានទតឃើញសត្វគោខំអូសនាងកុលយ៉ាងធ្ងន់ហើយកសិករវាយសំពងសត្វគោនោះនឹងរំពាត់ខ្សែតីបង្ខំឲ្យអូសទៅមុខយ៉ាងពិបាកខណៈដែលនាងកុលផ្លាក់អាចបំណាក់ព្រះពោធិសត្វសម្គាល់ឃើញមានសត្វជន្លេនខ្លះត្រូវកាត់ដាច់ជាកំណាត់និងខ្លះទៀតត្រូវសត្វស្លាបឆាបឆក់ចឹកពាំនឹងចម្ពុះនាំយកទៅព្រះអង្គក៏ទ្រង់បានទតឃើញសត្វស្លាបធំឆាបចុះរួចខ្ញាំយ៉ាងជាប់នៅសត្វស្លាបតូចនៅក្នុងក្រញាំជាពិសេសព្រះអង្គបានទតឃើញសត្វពស់មួយកំពុងតែលេបបង្គួយយ៉ាងលំបាករួចហើយក៏ស្រាប់តែមានសត្វខ្លែងដ៏ធំមួយមកឆាបខ្ញាំយកពស់នោះបន្តទៅទៀតព្រះពោធិសត្វក៏រត់ត្រឡប់ទៅកាន់ម្លប់ដើមព្រីងវិញយ៉ាងរហ័សព្រះអង្គទ្រង់គង់បត់ព្រះភ្នែនបិទព្រះនេត្រទាំងគូរួចទ្រង់កំណត់នៅអាណាបានុសតិញ៉ាំងបឋមฌានឲ្យកើតឡើងព្រះអង្គផ្ដោតអារម្មណ៍ខ្លាំងជាងគេតែទៅលើរូបភាពដែលកើតឡើងនៅក្នុងចំការនិងសត្វស្លាបទាំងឡាយនោះព្រះពោធិសត្វទ្រង់សេចក្ដីគិតថាអោសត្វលោកទាំងឡាយកំពុងតែមានជីវិតរស់នៅសុខម្ដេចឡើយក៏សម្លាប់គ្នានឹងគ្នាទៅវិញទៅមកដូច្នោះដោយព្រះពោធិសត្វទើបតែបាត់បង់ព្រះមេដាថ្មីផងរឹតតែធ្វើឲ្យព្រះអង្គកើតមានសេចក្តីសង្វេគយ៉ាងខ្លាំងដល់ជីវិតសត្វតូចតាចទាំងនោះគ្រាន់តែចប់ពិធីច្រត់ព្រះនាងកុលភ្លាមព្រះមហាក្សត្រនិងព្រះនាងបជាបតីកោតមីបានយាងទៅរកព្រះពោធិសត្វនៅក្រោមលប់ដើមព្រីងនោះវិញទាំងពីរព្រះអង្គបានទតឃើញព្រះពោធិសត្វកំពុងតែគង់ស្មឹងស្មាតនឹងថ្កល់មួយកន្លែងយ៉ាងស្ងាត់ស្ងៀមសភាពបែបនេះធ្វើឲ្យព្រះរាជាភ្លឹកនិងទ្រង់ព្រះចិន្តាអស់មួយសរបកថាបើបុត្រានៃអាត្មាអញចេះអង្គុយស្មឹងស្មាតតែមួយព្រះអង្គឯងតាំងតែពីព្រះជន្មនៅក្មេងខ្ចីយ៉ាងនេះម្លេះសំពាក្យព្យាកររបស់អសិតតបោះនឹងក្លាយទៅជាការពិតពុំខានកាលបានទតឃើញនៅបដិហាបែបដូច្នេះព្រះរាជាទ្រង់ក្រាបថ្វាយបង្គំព្រះរាជបុត្រាម្ដងទៀតជាលើកទី2ក្នុងពេលនោះភ្លាមទៅព្រះរាជាក៏យាងត្រឡប់ទៅកាន់ព្រះរាជនិវេសនដ្ឋានវិញតែមួយអង្គឯងដោយយានអច្ឆនីមិនយូរប៉ុន្មានព្រះសិទ្ធត្ថកុមារបានបើកព្រះនេត្រឡើងទ្រង់ទតឃើញព្រះមេដាកំពុងតែញញឹមដាក់ព្រះពោធិសត្វទូលសួរទៅព្រះមេដាថាបបិទ្ធព្រះមេដាទូលបង្គំគិតថាទោះបីខំសូត្រមន្តតាមគម្ពីរត្រៃវេទយ៉ាងណាក៏ដោយក៏មិនអាចជួយសង្គ្រោះដល់ជីវិតសត្វក្របីជន្លេនពស់បង្គួយនិងសត្វស្លាបទាំងឡាយនោះបានដែរព្រះនាងកោតមីគ្មានអ្វីឆ្លើយក្រៅពីងក់ព្រះសិរៈតបវិញយ៉ាងស្ទាក់ស្ទើរនោះឡើយថ្ងៃមួយជាខាងក្រោយមកទៀតព្រះសិទ្ធត្ថកុមារបានយាងប្រពៀតនៅក្នុងឧទ្យានមួយរំពេចនោះស្រាប់តែមានសត្វកង្ងានព្រៃមួយដែលហើររំលងពីលើព្រះអង្គធ្លាក់ចុះមកលើដីមិនឆ្ងាយប៉ុន្មានពីព្រះអង្គរត់ទៅចាប់សត្វកង្ងានព្រៃនោះហើយទ្រង់ទតឃើញថាមានព្រួញមួយមុតជាប់យ៉ាងជ្រៅទៅលើស្លាបម្ខាងព្រះអង្គក្តាប់ព្រួញនោះរួចដកចេញយ៉ាងថ្នមបាក់សីទៅទះស្លាបស្រែកយំដោយមានឈាមហូរចេញមកអំពីស្លាបព្រះអង្គយកម្រាមព្រះហស្ថចុចសង្កត់ត្រង់មុខរបួសដើម្បីខាត់ឈាមព្រះអង្គបីទ្របាក់សីត្រូវរបួសនោះយាងចូលទៅក្នុងព្រះរាជដំណាក់ដើម្បីឲ្យព្រះអនុជក្សត្រីរូបនន្ទាដែលកំពុងតែទន្ទឹងមើលផ្លូវព្រះអង្គត្រឡប់មកវិញនោះជួយព្រះនាងកញ្ញាបានយកថ្នាំស្លឹកឈើមកបុកឲ្យម៉ត់ទៅបិទត្រង់មុខរបួសនៃបាក់សីនោះដើម្បីខាត់ឈាមបន្ទាប់មកព្រះសិទ្ធត្ថកុមារក៏យកកង្ងានព្រៃនោះទៅដាក់ចិត្តចង្ក្រានដើម្បីកម្ដៅឲ្យអ៊ុន
ពេលព្រះសទ្ធត្ថកុមារហៀបតែនឹងយាងទៅយកស្រូវមកឲ្យកងានព្រៃនោះស៊ីស្រាប់តែមានព្រះរាជកុមារមួយអង្គដែលត្រូវជាបងប្អូនជីដូនមួយនឹងព្រះអង្គប្រជជនប្រមាណ8ឆ្នាំព្រះនាមទេវទត្តស្ទុះចូលមកនៅក្នុងបន្ទប់ទេវទត្តកុមារមានកាន់ទាំងស្នានិងព្រួញមកជាមួយផងព្រះអង្គសួរទៅកាន់ព្រះសទ្ធត្ថកុមារទាំងរហេបរហបថាណែសទ្ធត្ថតើព្រះអង្គបានឃើញកងានព្រៃមួយធ្លាក់នៅជិតនេះដែរឬទេព្រះសទ្ធត្ថកុមារមិនទាន់ឆ្លើយតបផងទេវទត្តកុមារបានក៏លេចឃើញកងានព្រៃនោះកំពុងតែក្រាបជិតចង្ក្រានរួចទៅហើយទេវបុត្រកុមាររត់សម្ដៅទៅកាន់បក្សីនោះហើយពោលថាកងានព្រៃនេះជារបស់ខ្ញុំជាអ្នកបាញ់វាដោយផ្ទាល់ដៃព្រះសទ្ធត្ថកុមារក៏ចូលទៅឈរពាំងនៅចន្លោះទេវទត្តនិងកងានព្រៃក្នុងបំណងមិនឲ្យទេវទត្តយកបក្សីកងាននោះហើយពោលថាណែទេវទត្តបក្សីនេះត្រូវរបួសធ្ងន់ណាស់ខ្ញុំកំពុងតែថែរក្សាវាត្រូវតែស្នាក់នៅទីនេះដើម្បីព្យាបាលរបួសទេវទត្តកុមារច្រឡោតខឹងយ៉ាងខ្លាំងដោយមិនចង់ទុកកងានព្រៃនៅក្នុងទីនេះហើយក៏ប្រកែកថាចូលព្រះរាមស្ដាប់ខ្ញុំសិនពេលដែលបក្សីនេះហើរឲ្យលើមេឃវាមិនមែនជាកម្មសិទ្ធិរបស់អ្នកឯណាម្នាក់ទេខណៈដែលខ្ញុំជាអ្នកបានបាញ់វាធ្លាក់អំពីលើមេឃវាត្រូវតែជាកម្មសិទ្ធិរបស់ខ្ញុំពាក្យរបស់ទេវទត្តស្ដាប់ទៅដូចជាត្រឹមត្រូវប៉ុន្តែពាក្យនេះធ្វើឲ្យព្រះសិទ្ធត្ថកុមារអាអន់ព្រះទ័យព្រះសិទ្ធត្ថកុមារដឹងថាមានការមិនសមរម្យដែរប៉ុន្តែព្រះអង្គគ្មានធ្វើអ្វីកើតក្រៅអំពីឈរស្ងៀមមួយស្របក់ក្រោយមកទើបព្រះអង្គរកមធ្យោបាយឆ្លើយថាចូលព្រះអនុជស្ដាប់ខ្ញុំវិញម្ដងអ្នកដែលជាមិត្តនឹងគ្នាអាចរស់នៅជាមួយគ្នារីឯអ្នកដែលជាសត្រូវនឹងគ្នាមិនអាចរស់នៅជាមួយគ្នាបានទេព្រះអនុជជាអ្នកព្យាយាមសម្លាប់សត្វកងានព្រៃនេះដូច្នេះព្រះអនុជនិងកងានព្រៃពិតជាសត្រូវនឹងគ្នាបក្សីនេះមិនអាចរស់នៅជាមួយអ្នកបានទេរីឯខ្ញុំជាអ្នកជួយសង្គ្រោះវារុំរបួសឲ្យវាកំដៅឲ្យវាព្រមទាំងហៀបនឹងទៅរកចំណីមកបញ្ចុកវានៅពេលដែលអ្នកចូលមកដល់ទៀតផងកងានព្រៃនឹងខ្ញុំគឺជាមិត្តនឹងគ្នាហើយអាចរស់នៅជាមួយគ្នាដូច្នេះបក្សីនេះពិតជាត្រូវការខ្ញុំវាមិនត្រូវការអ្នកទេខណៈដែលព្រះរាជកុមារទាំងពីរនិយាយមិនចុះសម្រុងគ្នាក៏សម្រេចចិត្តយករឿងនេះទៅឲ្យចាស់ព្រឹទ្ធាចារ្យជួយដោះស្រាយជួនជាពេលនោះមានកិច្ចប្រជុំធំមួយនៃរាជរដ្ឋាភិបាលនៅក្នុងព្រះរាជវាំងក្រោមអធិបតីភាពព្រះរាជាព្រះបាទសទ្ធោទនៈព្រះរាជកុមារទាំងពីរយាងចូលទៅក្នុងរោងជំនុំដើម្បីឲ្យតុលាការកាត់សេចក្តីព្រះសទ្ធត្ថកុមារ3កងានព្រៃរីឯទេវទត្តកាន់ស្នានឹងព្រួញជាប់នឹងព្រះហស្ថព្រះរាជកុមារទាំងពីរបានប្តឹងរឿងរ៉ាវនេះទៅចៅក្រមហើយសូមឲ្យជួយវិនិច្ឆ័យសេចក្តីតាមច្បាប់គណៈវិនិច្ឆ័យប្រជុំពិភាក្សាគ្នាអស់ពេលយ៉ាងយូរប៉ុន្តែហាក់ដូចជាមិនស្របយោបល់គ្នាមតិភាគច្រើនបានគាំទ្រទេវទត្តប៉ុន្តែនៅពេលដែលព្រះរាជាសទ្ធោទនៈទ្រង់ក្រហែមនឹងធ្វើជាក្អកចំនួន 2-3 ដងទៅគណៈវិនិច្ឆ័យក៏ឈប់ជជែកគ្នាហើយសម្រេចសេចក្តីថាព្រះសិទ្ធត្ថកុមារជាអ្នកឈ្នះនិងកងានព្រៃត្រូវបានមកព្រះអង្គជាការពិតណាស់ដែលទេវទត្តកុមារមិនដឹងជាធ្វើអ្វីកើតព្រះសិទ្ធត្ថកុមារបានកងានព្រៃមែនប៉ុន្តែព្រះអង្គមិនសប្បាយក្នុងប្រតិយទាល់តែសោះសូម្បីតែព្រះអង្គនៅវ័យក្មេងខ្ចីមែនក៏គង់ព្រះអង្គដឹងថាជ័យជំនះរបស់ព្រះអង្គគ្រាន់តែជាការលើកដំកើងកិត្តិយសប៉ុណ្ណោះព្រះអង្គបានកងានព្រៃក៏ព្រោះតែចៅក្រមចង់ផ្គាប់ព្រះតីព្រះរាជាមិនមែនព្រោះតែគេឃើញសេចក្តីពិតលើអ្វីដែលព្រះអង្គបាននិយាយនោះទេព្រះរាជកុមារខំព្យាបាលកងានព្រៃអស់រយៈពេល4ថ្ងៃពេលដែលព្រះអង្គទតឃើញថាកងានព្រៃជាមុខរបួសស្រួលបួលនិងមានសុខភាពបរិបូរណ៍ហើយព្រះអង្គក៏លែងបាក់សីកងាននោះឲ្យមានសេរីភាពទៅជួបជុំគ្រួសារវិញក្នុងលោកយើងនេះមានមនុស្សតិចណាស់ដែលមានចក្ខុប្រកបដោយសេចក្តីមេត្តា
គេតែងតែពោពេញទៅដោយអំពើខូខើនិងគុំគួនគ្នាទៅវិញទៅមកមិនចេះចប់អ្នកទុនខ្សោយតែងមានការគៀបសង្កត់ជិះជាន់អំពីសំណាក់អ្នកខ្លាំងពូកែឬអ្នកមានអំណាចមានតែសេចក្តីមេត្តានិងករុណាទេដែលអាចកាច់បំបាក់សេចក្តីឈឺចាប់នៃសត្វលោកទោះបីជាមានការគាំទ្រពីមតិភាគច្រើនក៏ដោយក៏សេចក្តីពិតវានៅតែជាការពិតដដែលជំពូកទី3រង្វាន់ដំរីសព្រះសិទ្ធត្ថកុមារទ្រង់សពព្រះហឫទ័យចំពោះព្រះអនុជព្រះនាមនុនយ៉ាងខ្លាំងព្រះរាជកុមារក៏មានបងប្អូនជីដូនមួយចំនួន3ព្រះអង្គទៀតដែលព្រះអង្គសពប្រតិជាងគេគឺមហានាមភទ្វិយៈនិងកម្ពិលនៅក្នុងសាលារៀនព្រះសិទ្ធត្ថរៀនពូកែសពមុខវិជ្ជាដោយមិនលំបាកព្រះអង្គរៀនពូកែទាំងក្បួនយុទ្ធសាស្ត្រផងសូម្បីតែទេវទត្តដែលជាអ្នករៀនពូកែដែរនោះក៏មិនឈ្នះនឹងរហ័សរហួនស្មើនឹងព្រះអង្គដែរព្រះសិទ្ធត្ថមានប្រាជ្ញាមោះមុតខាងគណិតវិទ្យាសូម្បីតែអាចារ្យអ្នកដែលត្រូវជាគ្រូបង្រៀនរបស់ព្រះអង្គក៏ត្រូវចំណាយពេលរាប់ម៉ោងដើម្បីនឹងឆ្លើយតបនឹងសំណួររបស់ព្រះអង្គព្រះសិទ្ធត្ថកុមារក៏មានទេពកោសល្យយ៉ាងជំនាញខាងដូរតន្ត្រីជាញឹកញយណាស់ដែលព្រះនាងបជាបតីបានបង្ហើរព្រះសោតិន្ទ្រាយារម្មណ៍តាមសំឡេងខ្លុយដ៏ពីរោះរបស់ព្រះអង្គនៅពេលដែលព្រះនាងគង់សម្រាកយកខ្យល់ត្រជាក់នៅខាងក្រៅព្រះរាជដំណាក់ទោះបីជាយ៉ាងណាក៏ព្រះសិទ្ធត្ថកុមារហាក់ផ្ចង់ព្រះស្មារតីតែទៅលើការសិក្សាខាងផ្នែកសាសនានិងទស្សនវិជ្ជាប៉ុណ្ណោះព្រះអង្គត្រូវបានពួកព្រាហ្មណ៍ជួយបង្ហាត់បង្រៀននៅគ្រប់វិជ្ជាវេទព្រះអង្គបានខំប្រឹងសិក្សាជាពិសេសនៅគម្ពីររាជវេទនិងអត្ថវេទគ្រូអាចារ្យទាំងនោះបានបង្រៀនព្រះអង្គឲ្យចេះដឹងនៅលោកធាតុដែលបែងភាគចេញអំពីព្រះអាទិទេពដែលមានឈ្មោះថាភុរិសាឬព្រាហ្មណ៍ឬប្រព័ន្ធវណ្ណៈផ្សេងទៀតផងព្រះសិទ្ធត្ថកុមារខំប្រឹងសិក្សានៅអត្ថប្រយោជន៍ព្រាហ្មណ៍ជាច្រើនដូចជាព្រះព្រហ្មនិងឧបនិស្ស័តជាដើមទោះបីជាព្រះវរបិតាមានការតឹងតែងយ៉ាងណាក៏ព្រះរាជកុមារត្រូវបានព្រះវរមេតាអនុញ្ញាតឲ្យយាងចេញទៅក្រៅម្ដងម្កាលដើម្បីទស្សនានៅភូមិឋានអ្នកស្រុកនានាដែលស្ថិតនៅជុំវិញរាជធានីព្រះរាជកុមារបានដឹងនៅរឿងរ៉ាវជាច្រើនដែលព្រះអង្គពុំធ្លាប់ទតឃើញនៅក្នុងព្រះរាជវាំងព្រះអង្គបានដឹងអំពីជីវភាពអ្នកស្រុកនិងជំនឿដែលអ្នកស្រុកគោរពយ៉ាងមុតមមចំពោះព្រះអាទិទេពទាំង3របស់ពួកព្រាហ្មណ៍គឺព្រះព្រហ្មមួយព្រះវិស្ណុមួយនិងព្រះសិវៈមួយព្រះសិទ្ធត្ថមានប្រាថ្នាចង់ជួបនិងពិភាក្សាជាមួយនឹងតាបសនិងបព្វជិតនានាទ្រង់បានលើកដំណឹងថាមានតាបសជាច្រើនអង្គគង់នៅនគរកោសលដែលស្ថិតនៅជាប់ពីខាងលិចនឹងនគររបស់ព្រះអង្គនិងនៅនគរមគធៈដែលលាតសន្ធឹងទៅទិសខាងត្បូងព្រះសិទ្ធត្ថកុមារសង្ឃឹមញញឹមទុកនៅក្នុងព្រះទ័យថាគួងមានថ្ងៃណាមួយអាត្មាអញនឹងមានភ័ព្វចេញទៅទស្សនាតំបន់ទាំងនោះនិងសិក្សាវិជ្ជាក្នុងសំណាក់ឥសីទាំងនោះផងជាការពិតណាស់ដែលព្រះបាទសទ្ធោទនៈជាព្រះវរបិតាបានដឹងនៅសេចក្តីប្រាថ្នារបស់ព្រះរាជបុត្រាព្រះរាជាព្រួយបារម្ភកាន់តែខ្លាំងឡើងព្រះអង្គទ្រង់ព្រះតម្រិះដដែលថាបើតាមទំនាយរបស់អសិតតាបសថ្ងៃណាមួយព្រះរាជកុមារនឹងរត់ចាកចោលពីព្រះរាជវាំងនឹងទៅបួសជាតាបសឥសីរស់នៅក្នុងព្រៃភ្នំជាពុំខានឡើយបន្ទាប់មកព្រះរាជាក៏ទ្រង់យាងទៅពិគ្រោះការព្រួយបារម្ភនេះជាមួយនឹងប្អូនថ្លៃរបស់ព្រះអង្គព្រះនាមសុបពុទ្ធដែលត្រូវជាព្រះបិតារបស់ទេវទត្តនិងព្រះនាងកញ្ញាយសោធរាព្រះបាទសទ្ធោទនៈ
ទ្រង់មានព្រះរាជបន្ទូលទៅកាន់ប្អូនថ្លៃថាណែអនុជជាយូរណាស់មកហើយដែលនគរកោសលចង់រំលោភបំពានមកលើពរណភាពទឹកដីរបស់យើងហើយយើងត្រូវតែពឹងផ្អែកទាំងស្រុងទៅលើទេពកោសលរបស់បុត្រានៃយើងដូចជាព្រះអង្គម្ចាស់សិទ្ធិនិងទេវទត្តជាដើមដើម្បីការពារវាសនានគររបស់យើងមានសេចក្តីបារម្ភយ៉ាងខ្លាំងត្បិតអីព្រះអង្គម្ចាស់សិទ្ធិអាចដាច់ព្រះទ័យយាងចេញទៅបួសជាតាបោះឥសីរស់នៅក្នុងព្រៃដូចជាព្យាកររបស់អសិតតាបោះដែលបានទាយទុកមកហើយប្រសិនបើរឿងនឹងคล้ายទៅជាការពិតមែននោះទំនងជាទេវទត្តក៏អាចយកដំរាប់តាមព្រះអង្គម្ចាស់សិទ្ធិជាពុំខានឡើយតើព្រះអនុជមិនដឹងថាព្រះអង្គម្ចាស់សិទ្ធិចង់យាងចេញទៅខាងក្រៅដើម្បីជួបជាមួយនឹងតាបោះទាំងឡាយប៉ុណ្ណាទេឬអ្វីបន្ទាប់អំពីព្រះអង្គទ្រង់ព្រះតម្រិះអស់មួយស្របក់ធំមកព្រះបាទសុបពុទ្ធក៏ទ្រង់អោនខ្សឹបដាក់ត្រចៀកព្រះបាទសទ្ធោទនៈថាបើសិនជាព្រះអង្គសួរដល់ទូលបង្គំអញ្ចឹងទូលបង្គំគិតថាព្រះអង្គគួរតែជ្រើសរើសរកមហេសីថ្វាយព្រះអង្គម្ចាស់ទៅកាលណាព្រះអង្គម្ចាស់សិទ្ធិទ្រង់ជាប់ជំពាក់ជាមួយនឹងព្រះញាតិវង្សានុវង្សរួចហើយព្រះអង្គពិតជាមិនអាចលះបង់នៅចំណងមនោសញ្ចេតនានឹងប្រពន្ធកូនហើយទៅសាងភ្នោះតែមួយព្រះអង្គឯងនៅក្នុងព្រៃបានឡើយព្រះបាទសទ្ធោទនៈទ្រង់ញញឹមនិងងក់ព្រះសិរៈសម្ដែងនៅការយល់ព្រមលុះដល់ពេលរាត្រីព្រះបាទសទ្ធោទនៈទ្រង់បានយកព្រះកង្វល់នេះទៅពិគ្រោះជាមួយនឹងព្រះនាងបជាបតីកោតមីទៀតព្រះនាងបានសន្យាថានឹងសម្រួលរៀបចំកិច្ចការរាជាភិសេកព្រះអង្គម្ចាស់សិទ្ធិនៅពេលអនាគតដ៏ខ្លីខាងមុខនេះសូម្បីតែព្រះនាងទើបនឹងបានសម្រាលបានបុត្រីមួយព្រះអង្គទៀតព្រះនាមរូបនន្ទាក៏ដោយចំណេរក្រោយបន្តិចមកព្រះនាងបជាបតីកោតមីក៏ផ្ដើមបង្កើតឲ្យមានទិវាប្រឡងប្រជែងសិលសាស្ត្រមួយសម្រាប់ពួកយុវជននៅក្នុងព្រះរាជាណាចក្រទាំងមូលព្រះនាងបានពឹងព្រះរាមព្រះបាទសុបពុទ្ធនិងព្រះអគ្គមហេសីបមិត្តាឲ្យជួយចាត់ចែងរៀបចំកម្មវិធីមហោស្រពនេះព្រះបាទសទ្ធោទនៈទ្រង់ជាព្រះអធិបតីនៃពិធីប្រឡងប្រជែងនោះយុវជននិងយុវតីទាំងឡាយនៅក្នុងរាជធានីក៏ត្រូវបានអញ្ជើញឲ្យមកចូលរួមដែរព្រះអង្គម្ចាស់សិទ្ធិក៏បានចូលប្រកួតគ្រប់មុខវិជ្ជាដែរព្រះនាងកញ្ញាយសោធរីដែលជាបុត្រីនៃព្រះនាងបមិតានិងព្រះបាទសុបពុទ្ធទទួលបន្ទុកជាអ្នករៀបចំពិធីការនិងធ្វើបដិសន្ធារកិច្ចចំពោះភ្ញៀវកិត្តិយសទាំងឡាយព្រះនាងកញ្ញាយសោធរីមានសម្ផស្សធម្មជាតិយ៉ាងស្រស់ប្រំប្រៃគួរជាទីស្រឡាញ់រាប់អានព្រះអង្គម្ចាស់សិទ្ធិប្រឡងជាប់លេខ1លើគ្រប់ផ្នែកនៃវិញ្ញាសាដូចជាដូរតន្ត្រីកីឡាអត្តពលកម្មបាញ់ធ្នូចាក់សាបប្រណាំងសេះនិងលើកទម្ងន់ជាដើមព្រះនាងកញ្ញាយសោធរីទទួលកិត្តិយសជាអ្នកប្រគល់រង្វាន់ពិសេសចំពោះបេក្ខជនដែលប្រឡងជាប់លេខ1គឺថ្វាយដំរីស1ដល់ព្រះអង្គម្ចាស់សិទ្ធិចំណែកឯព្រះអង្គម្ចាស់ទេវទត្តវិញទ្រង់មិនសប្បាយប្រតិយទាល់តែសោះព្រោះព្រះអង្គឈ្នះត្រឹមតែលេខ2ទេវទត្តក៏មានការអអន់ប្រតិយនឹងព្រះនាងកញ្ញាយសោធរីដែរព្រោះព្រះនាងពុំសូវចាប់អារម្មណ៍នឹងព្រះអង្គចប់ចំពុកទី3ចំពុកទី4ខ្សែព្រះសុរងពេលព្រះអង្គចម្រើនវ័យពេញរូបរាងព្រះអង្គម្ចាស់សិទ្ធិតែងយាងទៅណាមកណាជាមួយនឹងនាយសារថីម្នាក់ឈ្មោះឆាន់ជាអ្នកថែរក្សាយានអច្ឆនីដ៏ស្មោះត្រង់របស់ព្រះអង្គម្ចាស់តែងតែយាងជាមួយនឹងនាយសារថីទៅកំសាន្តតាមតំបន់នានាក្នុងព្រះរាជាណាចក្រសក្យៈចាប់តាំងពីជើងភ្នំព្រះសុម៉ែផ្នែកខាងជើងរហូតទៅដល់តំបន់វាលរៀបនៅផ្នែកខាងត្បូងព្រះអង្គម្ចាស់សិទ្ធិនិងនាយសារថីឆាន់តែងតែផ្លាស់ប្ដូរវេនគ្នាបរយាន
ព្រះអង្គម្ចាស់សិទ្ធិមិនដែលប្រើរំពាត់ខ្សែតីដើម្បីវាយសេះទេរីឯនាយសាធិឆាន់ក៏ដូច្នោះដែរសម័យថ្ងៃមួយនៅក្នុងព្រះរាជដំណើរវិលមកកាន់ព្រះរាជវាំងវិញព្រះអង្គម្ចាស់សិទ្ធិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយទ្រង់បានទតឃើញព្រះនាងយសោធរានៅក្នុងភូមិកំសត់តូចមួយជាមួយនឹងស្រីស្នំមួយចំនួនកំពុងព្យាបាលរោគដល់កូនអ្នកស្រុកដែលមានជំងឺភ្នែកគ្រុនសន្ធំកមរមាស់ក្អកនិងជំងឺជាច្រើនមុខទៀតព្រះនាងកញ្ញាយសោធរាបានជួយព្យាបាលដល់កូនក្មេងក្រីក្របែបនេះអស់រយៈពេល7 ឆ្នាំកន្លងមកហើយប៉ុន្តែនេះជាលើកទី2ហើយដែលព្រះនាងកញ្ញាបានមកជួយនៅក្នុងភូមិតូចនេះព្រះអង្គម្ចាស់សិទ្ធិបានចូលទៅពិភាក្សាអំពីបញ្ហាសុខភាពប្រជាពលរដ្ឋជាមួយនឹងព្រះនាងយសោធរាអស់ពេលយ៉ាងយូរនិងទ្រង់បានកោតស្ញប់ស្ញែងនៅស្នាដៃដ៏ប្រពៃរបស់ព្រះនាងកញ្ញាព្រះនាងមិនមែនចេះតែគោរពដោយងងឹតងងុលនៅទំនៀមទម្លាប់ដ៏ចាស់គំរិលរបស់ព្រាហ្មណ៍ទាំងនោះទេព្រះនាងក៏បានសិក្សានៅគម្ពីរត្រៃវេទទាំងនោះផងដែរព្រមទាំងបានប្រឆាំងដោយស្ងៀមស្ងាត់បំផុតនៅអំពើអយុត្តិធម៌ក្នុងសង្គមទៀតផងថ្ងៃមួយខាងក្រោយមកទៀតព្រះនាងបជាបតីកោតមីបានរៀបចំឲ្យមានជាពិធីប្រឡងជ្រើសរើសបវរកញ្ញានៅក្នុងរាជធានីបវរកញ្ញាម្នាក់ត្រូវចេញបង្ហាញរូបសម្បត្តិនិងគ្រឿងអលង្ការល្អដល់ភ្ញៀវដោយមានការថ្វាយយោបល់ពីព្រះនាងបមិតាព្រះអង្គម្ចាស់សិទ្ធិត្រូវបានទទួលកិត្តិយសជាអ្នកបំពាក់គ្រឿងអលង្ការដល់បវរកញ្ញាទាំងអស់ប្រហែល 1000 រូបគេសង្កេតឃើញបវរកញ្ញាទី1ដែលព្រះអង្គម្ចាស់សិទ្ធិបំពាក់គ្រឿងអលង្ការជូនគឺនាងសោមាជាបុត្រីមួយអង្គនៃខត្តយៈត្រកូលបវរកញ្ញាបន្ទាប់គឺនាងរោហិនីដែលយកឈ្មោះតាមស្ទឹងរោហិនីនិងបន្តរហូតដល់បវរកញ្ញាចុងក្រោយគេបង្អស់គឺនាងសីលាប៉ុន្តែនៅពេលដែលព្រះអង្គម្ចាស់សិទ្ធិកំពុងតែសញ្ជឹងគិតថាអាត្មាអញហាក់ដូចជាបានបំពេញភារកិច្ចក្នុងពិធីមហោស្រពនេះចប់សពគ្រប់ហើយនោះក៏ស្រាប់តែខត្តយៈកញ្ញាដ៏ស្រស់បំព្រងនិងទុនល្វត់ល្វន់មួយអង្គយាងចេញពីក្នុងចំណោមទស្សនិកជនមកព្រះនាងយាងសន្សឹមឆ្ពោះមកកាន់តុដាក់រង្វាន់ខត្តយៈកញ្ញាដ៏ល្អឯកនោះគ្មានអ្នកណាក្រៅអំពីព្រះនាងទេពធីតាយសោធរាឡើយព្រះនាងទ្រង់ព្រះពស្ត្រនៅសម្ពុតសារីពណ៌ភ្លុកព្រះនាងទេពីអោនព្រះកាយសំពះព្រះរាជានិងព្រះអគ្គមហេសីគ្រប់ព្រះអង្គនិងភ្ញៀវតូចធំទាំងអស់រួចហើយព្រះនាងក៏យាងឆ្ពោះទៅកាន់ព្រះសិទ្ធិដែលកំពុងតែឈរនៅជិតតុរង្វាន់នោះព្រះនាងទតចំព្រះភ័ក្ត្រព្រះអង្គម្ចាស់សិទ្ធិដោយញញឹមយ៉ាងស្រស់មុននឹងមានបន្ទូលថាតើព្រះអង្គម្ចាស់មានសល់អ្វីសម្រាប់ទូលព្រះបង្គំដែរឬទេព្រះអង្គម្ចាស់សិទ្ធិក៏បែរព្រះភ័ក្ត្រទៅរកព្រះនាងវិញហើយទ្រង់សម្លឹងដោយព្រះនេត្រាថ្លាឆ្វង់និងដោយសេចក្តីសប្បុរសបំផុតព្រះអង្គម្ចាស់ក្រឡេកទៅលើតុរង្វាន់ក៏មិនឃើញមានអ្វីនៅសល់បន្តិចសោះទើបព្រះអង្គលើកព្រះហស្ថទាំងទ្វេដោយព្រះភ័ក្ត្រញញឹមដោះយកខ្សែព្រះសុរងគឺខ្សែកផ្ទាល់របស់ព្រះអង្គមកបំពាក់ថ្វាយព្រះនាងយសោធរាហើយមានព្រះបន្ទូលថាព្រះនាងកញ្ញានេះជារង្វាន់ពិសេសសម្រាប់ព្រះនាងភ្ញៀវកិត្តិយសទាំងអស់នាំគ្នាក្រោកឈរនិងផ្ទុះសំណើចកិលឡើងស្នូទះដៃនិងសម្រែកជ័យឃោសលាន់សូរកងរំពងហាក់រកទីបញ្ចប់គ្មានចប់ជំពូកទី4ជំពូកទី5គុណលងនៃមេត្តាធម៌នាសារតៈរដូវរំហើយឆ្នាំក្រោយមកទៀតនៅរាជធានីកបិលពស្តុមានប្រារព្ធពិធីរាជាភិសេករវាងព្រះអង្គម្ចាស់សិទ្ធិនិងព្រះនាងកញ្ញាយសោធរាយ៉ាងមហោឡារិកជាទីបំផុត
ព្រះបាទសទ្ធោទនៈបានរៀបចំរាជាភិសេកអាពាហ៍ពិពាហ៍ព្រះឱរសនៅក្នុងព្រះជន្ម16ឆ្នាំជាមួយនឹងព្រះនាងកញ្ញាពំពាយសោធរីដែលត្រូវជាបុត្រីនៃព្រះបាទសុបពុទ្ធនិងព្រះនាងបមិតានៅឯនគរទេវទហៈនាថ្ងៃសៅរ៍ពេញបូរមីខែអាសាឍឆ្នាំឆ្លូវព្រះបាទសទ្ធោទនៈបានចាត់ឲ្យគេសាងប្រាសាទ3ថ្វាយដល់រាជបុត្រាបុត្រីទាំងពីរដើម្បីក្រសាលប្រាសាទមួយសំតាមរដូវមួយប្រាសាទទី1ឈ្មោះចន្ទៈប្រាសាទមាន9ជាន់សម្រាប់គង់នៅក្នុងហេមន្តរដូវរងាសង់នៅជាប់នឹងជើងភ្នំព្រះសុមេរុប្រាសាទទី2ឈ្មោះកោតនៈប្រាសាទមាន5ជាន់សម្រាប់គង់នៅក្នុងគិមអហន្តរដូវក្តៅនិងប្រាសាទទី3ឈ្មោះកោញ្ចៈប្រាសាទមាន3ជាន់សម្រាប់គង់នៅក្នុងវស្សានរដូវភ្លៀងប្រាសាទទី2និងទី3សង់នៅក្នុងរាជធានីប្រាសាទនីមួយសុទ្ធតែមានជីកស្រះទឹកនៅជិតនោះផងព្រះបាទសទ្ធោទនៈបានត្រាស់បញ្ជាឲ្យគេជ្រើសរើសសុទ្ធតែតន្ត្រីករជើងឯកនិងអ្នកចម្រៀងរបាំដ៏ល្បីឲ្យមកប្រគំនិងសម្ដែងថ្វាយដល់បុត្រាបុត្រីដើម្បីបានសប្បាយរីករាយក្នុងព្រះហឫទ័យគូស្វាមីភរិយាថ្មីទាំងពីរពុំដែលសពប្រតិនៅក្នុងជីវិតជាអ្នកមានទ្រព្យសម្បត្តិច្រើននិងក្នុងឋានៈខ្ពង់ខ្ពស់ឡើយសេចក្តីសប្បាយទាំងពីរព្រះអង្គគឺប្រាថ្នាស្វែងរកចម្លើយពិតដែលតាក់ទងទៅនឹងការស្វែងរកខាងផ្លូវអារម្មណ៍និងការកែច្នៃនៅរចនាសម្ព័ន្ធជីវភាពសង្គមរបស់មនុស្សលោកនារដូវប្រាំងក្រោយមកព្រះអង្គម្ចាស់សិទ្ធត្ថនិងព្រះជាយាយសោធរាត្រូវបាននាយសារថីឆាន់ជូនព្រះរាជដំណើរដោយយានអញ្ជនេយ៍ដើម្បីធ្វើទស្សនកិច្ចតាមទីកន្លែងនានាក្នុងព្រះនគរភាគច្រើនជាកន្លែងដែលព្រះនាងយសោធរាពុំធ្លាប់ដែលស្គាល់ទាំងពីរព្រះអង្គទ្រង់ស្នាក់នៅអស់កាលច្រើនថ្ងៃច្រើនយប់ក្នុងសំណាក់ផ្ទះអ្នកស្រុកសោយម្ហូបអាហារធម្មតានិងផ្ទុំនៅលើអង្រឹងត្បាញអំពីខ្សែថ្មីស្ដេចទាំងពីរអង្គបានយល់យ៉ាងច្បាស់អំពីជីវភាពរស់នៅនិងទំនៀមទម្លាប់របស់ពួកអ្នកស្រុកតាមទីកន្លែងនីមួយដែលទាំងពីរព្រះអង្គបានធ្វើទស្សនកិច្ចរួចមកហើយមានរឿងចម្លែកជាច្រើនដែលព្រះអង្គម្ចាស់សិទ្ធត្ថនិងព្រះជាយាបានជួបប្រទះដូចជាបានជួបជាមួយនឹងក្រុមគ្រួសារដែលមានកូនយ៉ាងតិចពី9ទៅ10នាក់ក្នុងបន្ទុកហើយកូនក្មេងម្នាក់សុទ្ធតែមានជំងឺរ៉ាំរ៉ៃនិងខ្វះម្ហូបអាហារឪពុកម្ដាយសូម្បីតែខំធ្វើការធ្ងន់ទាំងយប់ទាំងថ្ងៃយ៉ាងណាក៏ពុំអាចរកប្រាក់កាសគ្រប់គ្រាន់មកចិញ្ចឹមកូនដ៏ច្រើនសន្ធឹកនោះបានដែរសេចក្តីលំបាកវេទនានៅតែបន្តមួយជំនាន់ហើយមួយជំនាន់ទៀតសម្រាប់ជីវិតកសិករក្រីក្រព្រះអង្គម្ចាស់សិទ្ធត្ថទ្រង់សម្លឹងមិនដាក់ព្រះនេត្រទៅកាន់កុមារទាំងឡាយដែលមានអវយវៈស្គមកំប្រឹងដូចជាជើងធូបនិងក្បាលពោះកំប៉ោងដោយជំងឺព្រូនព្រមទាំងជំងឺខ្វះជីវជាតិផ្សេងទៀតផងព្រះអង្គម្ចាស់ក៏ទ្រង់បានទតឃើញមនុស្សពិការដើរសុំទានគេតាមដងផ្លូវនិងមនុស្សមានជំងឺប្រចាំកាយជាច្រើនបន្ថែមទៅលើភាពក្រីក្រនិងជំងឺដំកាត់មនុស្សទាំងនោះមានការគៀបសង្កត់ខាងផ្លូវចិត្តយ៉ាងខ្លាំងពីសំណាក់ពួកព្រាហ្មណ៍ដោយគ្មានអ្នកណាម្នាក់ហ៊ានចេញមុខតវ៉ាប្រឆាំងឡើយព្រះអង្គម្ចាស់សិទ្ធត្ថបានដឹងយ៉ាងច្បាស់ណាស់ថាសូម្បីតែព្រះរាជាក៏ពុំអាចមានសិទ្ធិឬអំណាចទៅផ្លាស់ប្ដូរស្ថានភាពនេះបានឡើយព្រះអង្គក៏បានដឹងនៅរឿងផ្ទៃក្នុងនៃព្រះរាជវាំងជាយូរយារណាស់មកហើយដែរអ្នករាជការម្នាក់សុទ្ធតែមានបំណងការពារនិងពង្រឹងអំណាចផ្ទាល់ខ្លួនឥតគិតដល់ការឈឺចាប់និងសេចក្តីត្រូវការនៃអ្នកក្រខ្សត់ដទៃសោះឡើយព្រះអង្គបានដឹងយ៉ាងប្រកបថាសូម្បីតែអំណាចរបស់ព្រះបិតាព្រះអង្គក៏គ្មានការធានានិងគ្មានសណ្ដាប់ធ្នាប់ដែរពោលព្រះបិតារបស់ព្រះអង្គគឺជាស្ដេចដែលមិនប្រកាន់នៅសេរីភាពពិតប៉ុន្តែ
គឺជាស្ដេចដែលជាប់ឃុំឃាំងនៅក្នុងមុខតំណែងផ្ទាល់របស់ព្រះអង្គព្រះវរបិតារបស់ព្រះអង្គក៏បានជ្រាបនៅការលោភលន់និងអំពើពុករលួយរបស់មន្ត្រីរាជការដ៏ច្រើនសន្ធឹកសន្ធាប់នោះដែរក៏ប៉ុន្តែព្រះអង្គត្រូវតែបង្ខំព្រះហឫទ័យផ្ដេកផ្ដួលទៅតាមបុគ្គលទាំងអស់នោះដើម្បីរក្សាស្ថិរភាពនៅក្នុងរាជសម្បត្តិរបស់ព្រះអង្គម្ចាស់សិទ្ធិទ្រង់ព្រះចិន្តាថាបើសិនជាអាត្មាអញទទួលតំណែងឡើងគ្រងរាជសម្បត្តិជំនួសព្រះវរបិតាវិញអាត្មាអញក៏ត្រូវតែធ្វើដូចជាព្រះអង្គដែរមានតែមនុស្សដែលច្បាំងឈ្នះនៅសេចក្តីលោភលន់និងសេចក្តីច្រណែននៅក្នុងខ្លួនឯងតែប៉ុណ្ណោះទេដែលអាចធ្វើឲ្យស្ថានភាពទាំងនោះផ្លាស់ប្ដូរបានកាលដែលព្រះអង្គម្ចាស់សិទ្ធិទ្រង់ព្រះតម្រិះយ៉ាងដូច្នេះហើយសេចក្តីពងប្រាថ្នារបស់ព្រះអង្គក្នុងការស្វែងរកដំណោះស្រាយខាងផ្លូវអារម្មណ៍ក៏ត្រូវបានលេចធ្លោឡើងព្រះអង្គទ្រង់ព្រះចិន្តាទៀតថាមនុស្សលោកកំពុងជាប់អន្ទាក់មិនចំពោះតែជំងឺនិងអំពើអយុត្តិធម៌នៅក្នុងសង្គមប៉ុណ្ណោះទេប៉ុន្តែមានសេចក្តីទុក្ខព្រួយនិងតណ្ហាដែលដក់ជាប់នៅក្នុងបេះដូងនិងខួរក្បាលរបស់គេរាល់គ្នាផងដែរព្រះអង្គម្ចាស់សិទ្ធិទ្រង់មានការពិសោធន៍ផ្ទាល់ព្រះអង្គនៅការមន្ទិលសង្ស័យការមិនបានសម្រេចព្រះបំណងនិងការឈឺចាប់ទាំងឡាយដែលព្រះអង្គបានទតឃើញនៅក្នុងព្រះបរមរាជវាំងនិងនៅក្នុងសង្គមមនុស្សទូទៅព្រះនាងយសោធរាក៏ជាស្ត្រីរហ័សរហួនមានប្រាជ្ញាវៃឆ្លាតចេះគិតគូរវែងឆ្ងាយមិនប្រកាន់ខ្លួនស្លូតបូតមិនពឹងផ្អែកទៅលើកម្លាំងអ្នកដទៃនិងចូលចិត្តធ្វើការទៅតាមសមត្ថភាពរបស់ព្រះនាងគឺជាអំណាចអធិត្តរញ្ញាណព្រះនាងបានយល់យ៉ាងច្បាស់នៅព្រះបំណងដ៏ខ្លាំងក្លារបស់ព្រះស្វាមីសូម្បីតែព្រះនាងបជាបតីកោតមីក៏ធ្លាប់មានព្រះបន្ទូលទៅកាន់បុត្រីយសោធរាថាបុត្រីស្ត្រីក៏មានបញ្ញានិងធម៌ពលដូចគ្នានឹងបុរសដែរហើយក៏អាចទទួលខុសត្រូវនៅក្នុងកិច្ចការបម្រើសង្គមជាតិផងដែរប្រសិនបើស្ត្រីភេទមានសមត្ថភាពគ្រប់គ្រាន់អាចបង្កើតឲ្យមានភាពកក់ក្ដៅនិងសុភមង្គលនៅក្នុងសង្គមគ្រួសាររបស់ខ្លួនបានគ្មានរឿងអ្វីដែលថាស្ត្រីទាំងនោះនៅតែអង្គុយក្រវ៉ែលជើងក្រានឬក៏នៅតែសំកុកនៅក្នុងផ្ទះនោះឡើយកាលពីកុមារភាពព្រះអង្គម្ចាស់សិទ្ធិធ្លាប់បានសិក្សាអំពីជីវិតរបស់ព្រាហ្មណ៍ទាំង4ប្រការដែរប្រការទី1នៅក្នុងយុវវ័យពួកព្រាហ្មណ៍ត្រូវតែសិក្សានៅសាសនាវេទប្រការទី2នៅពេលរៀបការប្តីប្រពន្ធពួកព្រាហ្មណ៍ត្រូវតែរកទទួលទានចិញ្ចឹមគ្រួសារនិងធ្វើការបម្រើសង្គមប្រការទី3នៅពេលដែលកូនធំអស់ពួកព្រាហ្មណ៍ទាំងនោះអាចឈប់សម្រាកនិងត្រូវបូជាចំពោះការសិក្សាសាសនាប្រការទី4ដើម្បីរំដោះខ្លួនឲ្យផុតពីសេចក្តីប្រាថ្នានិងកាតព្វកិច្ចផ្សេងពួកព្រាហ្មណ៍ត្រូវតែរស់នៅក្នុងជីវិតជាអ្នកបួសព្រះអង្គម្ចាស់សិទ្ធិបានលើកយកការអប់រំទាំង4ប្រការរបស់ពួកព្រាហ្មណ៍នេះមកធ្វើការពិចារណាដោយសង្ខេបថាបើអាត្មាអញនៅរងចាំដល់ខ្លួនចាស់ហាក់ដូចជាយឺតពេលណាស់ទេដឹងសម្រាប់សិក្សានៅគន្លងធម៌ទាំងឡាយព្រះអង្គគ្មានបំណងនឹងរងចាំពេលវែងដូច្នោះឡើយទ្រង់ពិចារណាបន្ថែមថាហេតុអ្វីក៏មនុស្សមិនអាចរស់នៅបានគ្រប់វ័យទាំងអស់នៅក្នុងពេលតែមួយបើមនុស្សគោរពសាសនានៅពេលខ្លួនមានប្តីឬប្រពន្ធតើយ៉ាងដូចម្តេចដែរព្រះអង្គទ្រង់មានព្រះបំណងចង់សិក្សានៅគន្លងធម៌នាពាក់កណ្ដាលវ័យនៃជីវិតបច្ចុប្បន្នរបស់ព្រះអង្គតែម្ដងរសៀលថ្ងៃមួយពេលយាងត្រឡប់មកដល់ប្រាសាទវិញព្រះនាងយសោធរាទ្រង់មានព្រះភ័ក្ត្រក្រៀមស្រពោននិងមិនមានព្រះបន្ទូលស្ដីអ្វីទៅកាន់នរណាម្នាក់ឡើយពីព្រោះតែកូនក្មេងដែលព្រះនាងបានថែរក្សាអស់រយៈពេលជាង1សប្តាហ៍កន្លងមកនោះទើបតែនឹងស្លាប់ព្រះនាងបានប្រឹងប្រែងអស់ពីសមត្ថភាពដែរប៉ុន្តែមិនអាចជួយសង្គ្រោះក្មេងនោះឲ្យផុតពីក្រញាំមច្ចុរាជបានឡើយ
ដើម្បីរំងាប់នៅសេចក្តីទុក្ខសោកនេះព្រះនាងគង់សញ្ជឹងគិតដោយមានទឹកព្រះនេត្រហូររហាមចុះមកនៅលើផែនថ្ពាល់ទាំងសងខាងគ្រាដែលព្រះនាងជួបនឹងព្រះស្វាមីពេលដែលព្រះអង្គត្រឡប់មកពីប្រជុំនៅឯព្រះបរមរាជវាំងវិញព្រះនាងយសោធរាទប់ព្រះតីពុំបានក៏ទ្រង់ព្រះកន្សែងម្ដងទៀតព្រះអង្គម្ចាស់សិទ្ធិក៏ចាប់ត្រកងព្រះនាងនៅក្នុងព្រះហត្ថថាទាំងទ្វេរួចក៏ទ្រង់អង្វរលួងលោមថាពំពាអូនថ្ងៃស្អែកបងនឹងយាងទៅកាន់កន្លែងបូជាសពកុមារនោះជាមួយនឹងអូនដែរសូមម្ចាស់អូនទ្រង់ព្រះកន្សែងឲ្យអស់ពីចិត្តនៅក្នុងពេលឥឡូវនេះទៅចុះទើបសេចក្តីឈឺចាប់អាចចុះអន់ថយពីក្នុងឱរារបស់ប្អូនពំពាអូនការកើតចាស់ឈឺនិងស្លាប់គឺជារឿងពិតដែលមនុស្សយើងម្នាក់មានប្រចាំជីវិតអ្វីដែលកើតមានដល់កុមារតូចនោះវានឹងកើតមានចំពោះយើងរាល់គ្នានៅពេលណាមួយពុំខានដែរព្រះនាងយសោធរាទ្រង់មានព្រះសាវតីដោយខ្សឹកខ្សួលតបវិញថាម្ចាស់បងអូនបានដឹងយ៉ាងច្បាស់នៅអ្វីដែលម្ចាស់បងមានព្រះបន្ទូលប្រាប់ប្អូនព្រះហស្ថទាំងគូរបស់អូនតូចពេកណាស់បើប្រៀបធៀបទៅនឹងភាពដ៏ធំមហិមានៃការឈឺចាប់របស់អូនបេះដូងរបស់អូនពោពេញទៅដោយកង្វល់និងទុក្ខសោកជានិច្ចកាលអោព្រះស្វាមីសូមម្ចាស់បងបង្ហាញឲ្យអូនដឹងផងថាតើអូនត្រូវរំងាប់សេចក្តីឈឺចាប់នៅក្នុងព្រះឱរារបស់អូនដោយវិធីណាទៅព្រះអង្គម្ចាស់សិទ្ធិទ្រង់អោបរឹតព្រះជាយាយ៉ាងណែននៅក្នុងព្រះហស្ថហើយទ្រង់មានព្រះបន្ទូលតទៀតថាពំពាអូនរូបបងក៏កំពុងតែស្វែងរកផ្លូវដើម្បីរំងាប់នៅសេចក្តីឈឺចាប់និងទុក្ខព្រួយដែលកំពុងតែកើតមានឡើងនៅក្នុងបេះដូងរបស់បងដែរបងក៏បានទតឃើញស្ថានភាពបែបនេះកើតមានច្រើនណាស់នៅក្នុងសង្គមមនុស្សជាតិប៉ុន្តែទោះបីជាបងខំប្រឹងប្រែងអស់អំពីសមត្ថភាពយ៉ាងណាក៏ដោយក៏បងពុំទាន់ឃើញនៅមធ្យោបាយឆ្ពោះទៅរកការរំដោះខ្លួនឲ្យមានសេរីភាពបានឡើយបងបានពិចារណាក្នុងចិត្តថាថ្ងៃណាមួយបងនឹងរកឃើញនៅគន្លងធម៌ដ៏ឧត្តមគឺការត្រាស់ដឹងសម្រាប់ជួយដល់យើងរាល់គ្នាពំពាមាសបងសូមអូនជឿទុកចិត្តទៅលើរូបបងមួយគ្រាសិនចុះស្អែកឡើងពេលដែលព្រះអង្គម្ចាស់សិទ្ធិនិងព្រះជាយាយាងទៅដល់ផ្ទះកុមារដែលទើបនឹងស្លាប់នោះសាកសពក្មេងនោះកំពុងតែដេកសន្ធឹងស្ដោកស្ដឹងនៅលើគ្រែនៅឡើយសញ្ញានៃជីវិតរលត់បាត់សូន្យឈឹងទៅហើយស្បែកកុមារនោះមានពណ៌ស្លេកស្លាំងនិងស្អិតរមួតដងខ្លួនមើលទៅគ្មានឃើញអ្វីក្រៅពីស្បែកដណ្ដប់ឆ្អឹងឡើយមាតានៃកុមារកំពុងលុតជង្គង់នៅជិតគ្រែនិងជូតទឹកភ្នែកដែលហូរចុះមិនចេះចប់នោះមួយស្របក់ក្រោយមកទៅពួកព្រាហ្មណ៍មកដល់រួចក៏ចាប់ផ្ដើមរៀបចំធ្វើពិធីបុណ្យបូជាសពដល់កុមារនោះទៅគ្រាមួយនោះព្រះនាងយសោធរាបានទូលសួរព្រះស្វាមីថាព្រះស្វាមីអូនមានបំណងចង់ទូលសួរម្ចាស់បងថាបើម្ចាស់បងមានបុត្រជាមួយនឹងប្អូនតើម្ចាស់បងចង់បានបុត្ររបស់យើងនោះជាបុត្រាឬក៏ជាបុត្រីព្រះអង្គម្ចាស់សិទ្ធិទ្រង់ភ្ញាក់ស្រឡាំងកាំងទ្រង់ផ្ដោតព្រះនេត្រដោយយកចិត្តទុកដាក់ឆ្ពោះទៅព្រះនេត្រព្រះជាយាហើយទ្រង់មានព្រះបន្ទូលថាពំពាអូនតើម្ចាស់អូនចង់មានព្រះសាវនីថាយ៉ាងដូចម្តេចដែរម្ចាស់អូនចង់មានន័យថាម្ចាស់អូនទ្រង់ព្រះគរមានដែរឬទេព្រះនាងពំពាយសោធរាងក់ព្រះសិរៈរួចទ្រង់យកព្រះហស្ថចង្អុលចំត្រង់ព្រះឧត្តរនិងមានព្រះសវន័យថាព្រះពរម្ចាស់បងអូនមានសេចក្តីរីករាយឥតឧបមាកាលដែលបានពរផ្ទៃដែលជាផលនៃសេចក្តីស្នេហារវាងយើងទាំងពីរអូនប្រាថ្នាចង់បានបុត្រនៅក្នុងព្រះគរនេះជាបុត្រាណាម្ចាស់បងហើយដែលមានសភាពដូចគ្នាបេះបិទនឹងម្ចាស់បងទាំងបញ្ញានិងទាំងគុណធម៌ព្រះអង្គម្ចាស់សិទ្ធិទ្រង់លើកព្រះហស្ថបីត្រកងព្រះមហេសីយ៉ាងថ្នមមុននឹងមានព្រះបន្ទូលថាពំពាអូន
សូមអូនរហ័សយកដំណឹងនេះទៅគាល់ព្រះមេដារបស់យើងដើម្បីព្រះអង្គទ្រង់ជ្រាបផងព្រះមេដាទាំងពីរព្រះអង្គនិងសពព្រះហឫទ័យព្រមទាំងជួយផ្ដល់ដំបូន្មានដ៏ប្រសើរដល់រូបអូនក្នុងការថែរក្សាព្រះគភ៌នេះពុំខានឡើយចប់ជំពូកទី5ជំពូកទី6រាហុលប្រសូតពេលវេលាចេះតែកន្លងផុតទៅទិវាដែលព្រះនាងយសោធរាត្រូវសម្រាលរាជបុត្រក៏បានមកដល់ព្រះមេដាទាំងពីរព្រះអង្គគឺព្រះនាងបជាបតីកោតមីនិងព្រះនាងបមិតាមិនយាងទៅណាឆ្ងាយឡើយរងចាំថែទាំបុត្រីពំពាគ្រប់ទិវារាត្រីព្រះអង្គម្ចាស់សិទ្ធិទ្រង់បាននឹកឃើញឡើងវិញនៅរឿងមួយដែលព្រះអង្គបានជួបជាមួយនឹងព្រះសង្ឃមួយអង្គក្នុងរវាង 2-3 ខែកន្លងមកនេះព្រះអង្គចាប់ផ្ដើមគួងបត់ព្រះភ្នែនដូចជាផ្កាឈូកក្រពុំរួចហើយក៏តាំងអធិដ្ឋាននៅក្នុងព្រះចិន្តាថាព្រះវរមេតារបស់អាត្មាអញគឺព្រះនាងសិរិមហាមាយាទ្រង់សោយព្រះទីវង្គតទៅក៏ព្រោះតែព្រះអង្គប្រសូតរូបអាត្មាអញនេះគឺជាសេចក្តីទុក្ខសោកដែលអាត្មាអញមិនអាចបំភ្លេចបានឥឡូវនេះដល់វេនអូនពំពាយសោធរាប្រសូតបុត្រដែលជាបុត្ររបស់អាត្មាអញតែម្ដងការសម្រាលបុត្រគឺជាដំណើរដែលស្ត្រីមានប្តីភាគច្រើនត្រូវឆ្លងកាត់ដោយគ្រោះថ្នាក់បំផុតជួនក៏បណ្ដាលឲ្យស្ត្រីជាម្ដាយស្លាប់បាត់បង់ជីវិតឬក៏ស្លាប់ទាំងម្ដាយទាំងកូនតែម្ដងផងក៏មានរំពេចនោះរូបភាពទារកតូចមួយបានផ្ដោតជាប់នៅក្នុងព្រះអារម្មណ៍របស់ព្រះអង្គពោលគឺជារូបភាពបុត្រារបស់ព្រះអង្គតែម្ដងព្រះអង្គក៏ស្ដាប់ឮសំឡេងទួញយំរបស់មហេសីយសោធរាយ៉ាងច្បាស់នៅក្នុងព្រះសោតាបន្តិចក្រោយមកស្រាប់តែសំឡេងទំនួញនោះក៏រសាត់បាត់ទៅសំឡេងទារកពិតក៏ស្រែកយំងាឡើងព្រះទារកបានប្រសូតឡើងហើយព្រះអង្គស្ទុះក្រោកឈរឡើងទាំងជំហររួចទ្រង់លើកព្រះហស្ថជូតញើសនៅលើថ្ងាសព្រះនាងបជាបតីកោតមីបើកទ្វារខ្វាក់ឡើងនិងចោលព្រះនេត្រសម្លឹងមើលព្រះសិទ្ធិព្រះនាងញញឹមពព្រាយធ្វើឲ្យព្រះអង្គម្ចាស់សិទ្ធិដឹងជាស្រេចថាព្រះនាងពំពាមហេសីពិតជាបានប្រកបតែដោយសេចក្តីសុខសប្បាយព្រះនាងបជាបតីកោតមីមានព្រះបន្ទូលឡើងថាបុត្រសំឡាញ់ពំពាប្រសូតបានបុត្រាមួយព្រះអង្គស្អាតណាស់ព្រះសិទ្ធិទ្រង់ញញឹមនិងសម្លឹងទៅកាន់ព្រះមេដាវិញដោយសេចក្តីគោរពហើយទ្រង់មានព្រះបន្ទូលថាព្រះមេដាទូលបង្គំនិងដាក់ព្រះនាមដល់បុត្រាសម្លាញ់នៃទូលព្រះបង្គំនេះថារាហុលថ្ងៃមួយពេលដែលព្រះអង្គម្ចាស់សិទ្ធិកំពុងតែបីត្ររាហុលកុមារនៅក្នុងព្រះហស្ថព្រះអង្គទ្រង់កោតស្ញប់ស្ញែងដល់ជីវិតដ៏មានតម្លៃនិងដ៏ផុយស្រួយបំផុតដែលមនុស្សលោកមានព្រះអង្គបាននឹកឃើញឡើងវិញកាលពីថ្ងៃដែលព្រះអង្គនិងព្រះនាងពំពាយសោធរាបានយាងទៅចូលរួមនៅក្នុងពិធីបូជាសពកុមារទុរគតម្នាក់អាយុប្រមាណជា4ឆ្នាំនោះព្រះអង្គបានសម្លឹងទៅកាន់ព្រះនាងយសោធរាដោយមានទឹកនេត្រារលីងរលោងដែលមើលទៅហាក់ដូចជាទ្រង់ព្រះកន្សែងដែរព្រះអង្គទ្រង់ព្រះតម្រិះថាអោបុត្រាសម្លាញ់តើបុត្រាត្រូវវិលទៅកាន់ទីណាដែរក្នុងពេលឥឡូវនេះព្រះអង្គទ្រង់ហុចបុត្រារាហុលជូនទៅព្រះមហេសីវិញបន្ទាប់មកទើបទ្រង់យាងចេញទៅគង់នៅក្នុងអធ្យាននាខាងក្រៅព្រះរាជដំណាក់តែមួយអង្គឯងរហូតដល់ស្រមោលរាត្រីធ្លាក់ចុះដណ្ដប់លើផែនពសុធាចប់ជំពូកទី6ជំពូកទី7សេះកន្ធកៈថ្ងៃមួយនៅក្នុងនិទាខរដូវនាយសារថៃឆាន់បានបរទេះសេះនាំព្រះអង្គម្ចាស់សិទ្ធិព្រះនាងពំពាយសោធរារាហុលកុមារ
និងស្រីស្នំម្នាក់ឈ្មោះរតសម្ដៅទៅកាន់ស្រុកស្រែដើម្បីយាត្រាកំសាន្តនៅពេលធ្វើដំណើរជិតដល់មាត់ទន្លេគង្គាក៏ស្រាប់តែប្រទះនឹងមនុស្សឈឺម្នាក់អាយុប្រមាណជា30ឆ្នាំកំពុងដេកស្ដោកស្ដឹងកាត់ទទឹងផ្លូវនៅចំពីមុខរាជរដ្ឋកាលបានទតឃើញដូច្នោះព្រះអង្គម្ចាស់សិទ្ធត្ថទ្រង់លោតចុះអំពីយានយ៉ាងរហ័សឆាន់អាមាត្យក៏ស្ទុះរត់តាមប្រកិតពីខាងក្រោយព្រះអង្គសម្លឹងយ៉ាងយូរមុននឹងយកព្រះហស្ថចាប់ក្តាប់ដៃជនរងគ្រោះនោះឆាន់អាមាត្យឃើញដូច្នោះក៏បង្គំទូលព្រះអង្គថាបបិទ្ធព្រះអង្គម្ចាស់ទោះបីជាវេជ្ជបណ្ឌិតនៅក្នុងព្រះរាជវាំងក៏ពុំអាចនឹងព្យាបាលជំងឺជនរងគ្រោះនេះបានដែរទូលព្រះបង្គំដឹងយ៉ាងច្បាស់ថាជំងឺប្រភេទនេះអាចឆ្លងរាលដាលយ៉ាងសាហាវបំផុតនៅពេលដែលព្រះអង្គម្ចាស់សិទ្ធត្ថទតទៅកាន់ជនរងគ្រោះនោះម្ដងទៀតស្រាប់តែបាត់ដង្ហើមឈឹងព្រះអង្គដកព្រះហស្ថចេញមកវិញរួចយកទៅបិទភ្នែកទាំងគូនៃជនរងគ្រោះនោះដោយស្ងាត់ស្ងៀមបន្ទាប់មកព្រះសិទ្ធត្ថក៏បន្តព្រះរាជដំណើរទៅកាន់ភូមិខាងមុខទៀតដើម្បីប្រាប់ដល់រដ្ឋអំណាចនៅទីនោះឲ្យគេយកសាកសពនោះទៅបូជាតាមប្រពៃណីក្រោយពីបានឃើញនៅឧបត្តិហេតុដ៏ចម្លែកនេះព្រះអង្គម្ចាស់សិទ្ធត្ថនិងព្រះនាងពំពាពុំមានបំណងបន្តដំណើរកំសាន្តទៅមុខទៀតឡើយព្រះអង្គម្ចាស់ទ្រង់បង្គាប់ឲ្យនាយសារថីឆាន់បរយានអញ្ជនេយ្យត្រឡប់ចូលកាន់ព្រះបរមរាជវាំងវិញនៅតាមដងផ្លូវត្រឡប់ទៅកាន់ព្រះរាជវាំងនោះគ្មាននរណាម្នាក់ជជែកគ្នាមួយម៉ាត់ឡើយនារាត្រីនោះព្រះនាងពំពាបានសុបិនឃើញនៅរឿងដ៏ចម្លែក3លើកគឺសុបិនលើកទី1ព្រះនាងតតឃើញគោឱសភរាជសម្បុរសក្បោះមួយពាក់គ្រឿងអលង្ការពីលើក្បាលចាំងពន្លឺភ្លឺពណ៌រាយដូចជាពន្លឺផ្កាយទិសឧត្តរគោឧសភរាជដើរយ៉ាងលំហែកាត់តាមរាជធានីកបលពស្តុក្បាលឆ្ពោះទៅកាន់ក្លោងទ្វារក្រុងសូរសំឡេងស្រែកកងរំពងពីរានព្រះឥន្ទថាបើអ្នកមិនអាចរក្សាគោឧសភរាជនេះបានទេរាជធានីទាំងមូលច្បាស់ជាគ្មានពន្លឺរស្មីឡើយមនុស្សម្នាក់នៅក្នុងរាជធានីនាំគ្នារត់ប្រដេញតាមពីក្រោយគោឧសភរាជនោះប៉ុន្តែគ្មាននរណាម្នាក់អាចស្ទាក់ចាប់គោឱសភរាជនោះបានឡើយគោឱសភរាជដើរចេញទៅតាមខ្លោងទ្វាររាជធានីធ្វើប្រងើយរហូតដល់មើលលែងឃើញសុបិនលើកទី2ព្រះនាងពំពាយសោធរាទតឃើញសកទេវរាជ4អង្គនៅលើកំពូលភ្នំព្រះសុមេបញ្ចេញរស្មីភ្លឺភ្លេកមកលើរាជធានីកបលពស្តុក្នុងគ្រានោះទង់ដែលដោតនៅលើរានព្រះឥន្ទត្រូវខ្យល់បោកបក់យ៉ាងខ្លាំងហើយក៏ដួលធ្លាក់ចុះមកលើដីមានផ្កាគ្រប់ពណ៌ធ្លាក់ចុះពីលើមេឃរោយរាយដូចទឹកភ្លៀងនិងមានទេពអប្សរច្រៀងលាន់សូរកងរំពងពេញទាំងរាជធានីសុបិនលើកទី3ព្រះនាងពំពាយសោធរាបានស្ដាប់ឮសម្រែកយ៉ាងខ្លាំងដែលធ្វើឲ្យរង្គើទៅដល់ឋានសួគ៌ថាដល់ពេលហើយដោយមានការភ័យតក់ស្លុតខ្លាំងពេកព្រះនាងពំពាក៏ទតឆ្ពោះទៅកាន់កៅអីដែលព្រះសិទ្ធត្ថធ្លាប់គង់ដើម្បីចង់ដឹងថាតើព្រះស្វាមីយាងទៅទីណាផ្កាម្លិះដែលព្រះនាងខ្ទាស់ជាប់ទៅលើព្រះសិរសាក៏របូតធ្លាក់ចុះទៅលើកម្រាលព្រំហើយក៏คล้ายទៅជាលំអងធូលីព្រះពស្ត្រនិងគ្រឿងសម្អាងកាយដែលព្រះអង្គម្ចាស់សិទ្ធត្ថទុកចោលនៅលើកៅអីនោះក៏ប្រែคล้ายទៅជាសត្វពស់ហើយលូនចេញទៅតាមមាត់ទ្វារបាត់ទៅព្រះនាងពំពាយសោធរាមានការភ័យតក់ស្លុតយ៉ាងខ្លាំងក្នុងគ្រាដដែលនោះព្រះនាងក៏បានឮសំឡេងតដោកគោឱសភរាជអំពីចម្ងាយឯនាយខ្លោងទ្វាររាជធានីព្រះនាងក៏បានឮសំឡេងទង់បក់ភ្លឹបនៅលើរានព្រះឥន្ទនិងបានឮសំឡេងស្រែកពីឋានសួគ៌មកថាពេលវេលាមកដល់ហើយរំពេចនោះព្រះនាងពំពាក៏ទ្រង់ភ្ញាក់ក្រញាងឡើង
ថ្ងាសរបស់ព្រះនាងទៅទឹកជោគសុទ្ធតែញើសព្រះនាងបាយព្រះភ័ក្រឆ្ពោះទៅរកព្រះស្វាមីហើយក៏ចាប់អង្រួនព្រះអង្គឲ្យតើនឡើងតាមពិតព្រះអង្គម្ចាស់សទ្ធុទ្រង់តើនរួចជាស្រេចទៅហើយព្រះអង្គទ្រង់លើកព្រះហស្ថអង្អែលព្រះសិរសាមហេសីនិងទ្រង់មានព្រះបន្ទូលលួងលោមថាអូនពំពាសម្លាញ់តើអូនសូបិនឃើញដូចម្ដេចដែរព្រះនាងពំពាក៏បង្គំទូលរៀបរាប់សារឡើងវិញនៅរឿងសូបិននិមិត្តទាំង3លើកនេះថ្វាយព្រះស្វាមីទ្រង់ព្រះសណ្ដាប់ជាទីបញ្ចប់ព្រះនាងបានសួរបញ្ជាក់ព្រះស្វាមីថាម្ចាស់បងតើសូបិនដ៏ចម្លែកនេះពិតជាប្រភ្នូលថាម្ចាស់បងនឹងត្រូវយាងចាកចេញចោលពីរូបអូននៅក្នុងពេលឆាប់ៗនេះដើម្បីស្វែងរកនៅគន្លងធម៌ដ៏ឧត្តមនោះមែនទេព្រះសិទ្ធត្ថគង់នៅស្ងៀមមួយសន្ទុះទើបទ្រង់អង្វរលួងលោមមហេសីថាពំពាអូនសូមអូនកុំព្រួយបារម្ភអីអូនជាស្ត្រីដែលចេះយល់ជំរៅកិច្ចការអូនពិតជាដៃគូរបស់បងជាអ្នកដែលអាចជួយបងបាននៅក្នុងបេសកកម្មស្វែងរកពន្លឺត្រាស់ដឹងដ៏ឧត្តមអូនពិតជាយល់ចិត្តបងជាងអ្នកណាទាំងអស់បើសិនជាអនាគតដ៏ខ្លីខាងមុខនេះបងនឹងត្រូវចាកចោលអំពីអូនឬនឹងធ្វើដំណើរឃ្លាតឆ្ងាយអំពីរូបអូនបងដឹងជាប្រកាសថាអូនមានសេចក្តីក្លាហានក្នុងការបន្តកិច្ចការរបស់អូនទៅមុខទៀតពុំខានឡើយពំពាអូននឹងថែធួនព្រមទាំងបីបាច់រក្សាដល់បុត្រារាហុលរបស់យើងបានយ៉ាងប្រពៃបើដូច្នេះបងនឹងយាងចេញទៅបងនឹងត្រូវឃ្លាតឆ្ងាយពីរូបអូនយ៉ាងពិតប្រាកដពំពាអូនសេចក្តីស្រឡាញ់របស់បងចំពោះរូបអូនស្ថិតនៅដដែលឥតមានការផ្លាស់ប្ដូរអ្វីបន្តិចបន្តួចឡើយបងមិនអាចឈប់ស្រឡាញ់អូនបានទេជាមួយអ្វីដែលអូនធ្លាប់បានដឹងរួចមកហើយអូនប្រកាសជាអាចអត់ទ្រាំបានចំពោះការរស់នៅបែកពីគ្នានេះពេលណាដែលបងបានរកឃើញនៅពន្លឺត្រាស់ដឹងនោះហើយបងនឹងវិលត្រឡប់មករកអូនពិសីនិងបុត្រារាហុលសម្លាញ់របស់យើងវិញជាដាច់ខាតពំពាអូនហាក់ដូចជានៅយប់យូរក្រែលណាស់ដែរសូមអូនចូលទៅផ្ទុំបន្តទៀតចុះព្រឹកស្អែកឡើងព្រះសិទ្ធត្ថយាងចូលទៅកាន់ព្រះបាទសទ្ធោទនៈជាព្រះបិតាដើម្បីទ្រង់ព្រះមេត្តាប្រោសនិងរាជានុញ្ញាតចេញទៅសាងបព្វជិស្វែងរកពន្លឺត្រាស់ដឹងព្រះមហាក្សត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទ្រង់មិនយល់ព្រមតាមសំណូមពររបស់ព្រះរាជបុត្រឡើយព្រះរាជាព្យាយាមពន្យល់និងអង្វរករដល់ព្រះរាជបុត្រាថាសិទ្ធត្ថនៅក្នុងប្រវត្តិសាស្ត្រនៃសក្យត្រកូលយើងនេះគ្មានក្សត្រអង្គណាចេញទៅបួសជាព្រះសង្ឃទាំងក្មេងលហកប្រហែលព្រះជន្មរបស់បុត្រដូច្នោះទេបុត្រត្រូវតែគិតអំពីនគររបស់យើងគិតអំពីមាតាបិតាមហេសីយសោធរារាហុលកុមារដែលនៅតូចខ្ចីព្រមទាំងប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីទូទាំងនគរដែលគេនាំគ្នាទីពឹងទាំងស្រុងមកលើបុត្រាតែមួយអង្គគត់នោះផងបុត្របានដឹងទេថាតើបិតាត្រូវការរូបបុត្រប៉ុណ្ណានោះបុត្រត្រូវនៅស្នងរាជសម្បត្តិជំនួសបិតានិងគ្រប់គ្រងប្រជាពលរដ្ឋក្នុងនគរសូមបុត្រកុំយាងទៅណាឆ្ងាយអំពីបិតាឲ្យសោះណាព្រះសិទ្ធត្ថទ្រង់បានខំព្យាយាមពន្យល់ព្រះបិតាឲ្យជឿព្រះអង្គណាស់ដែរថាបបិទ្ធព្រះវរៈបិតាសូមព្រះបិតាទ្រង់ប្រោសប្រណីដល់បុត្រផងទៅចុះទូលព្រះបង្គំនឹងមិនបោះបង់ចោលព្រះបិតាព្រះមេតាអូនពំពាយសោធរានិងរាហុលកុមារព្រមទាំងព្រះញាតិវង្សានុវង្សនិងប្រជាពលរដ្ឋទាំងអស់ឡើយទូលព្រះបង្គំគ្រាន់តែសូមព្រះរាជានុញ្ញាតចេញទៅឆ្ងាយមួយរយៈប៉ុណ្ណោះពេលណាដែលបុត្របានរកឃើញពន្លឺត្រាស់ដឹងដ៏ឧត្តមនោះហើយបុត្រសន្យាថានឹងវិលថ្កានចូលមកនគរវិញព្រះរាជាប្រកែកដាច់អហង្ការថាសិទ្ធត្ថបុត្រធ្វើយ៉ាងនេះមិនបានជាដាច់ខាតព្រះសិទ្ធត្ថក៏មិនហ៊ានពន្យល់ព្រះវរៈបិតាតទៅទៀត
ទើបទ្រង់ថ្វាយបង្គំលាចេញបាត់ទៅព្រះមហាក្សត្រក៏ស្ដេចយាងទៅសម្រាកព្រះកាយពលនៅក្នុងក្រឡាបន្ទំដែរនាថ្ងៃប្រហ័ស15កើតពេញបូរមីខែអាសាឍឆ្នាំថោះនៅក្នុងវាំងមានធ្វើពិធីជប់លៀងរំរែកមួយយ៉ាងសប្បាយយប់ជ្រៅណាស់ទៅហើយព្រះនាងបជាបតីកោតមីដែលមកលេងនឹងព្រះនាងយសោធរាក៏មិនទាន់ត្រឡប់ទៅកាន់ប្រាសាទព្រះនាងវិញដែរព្រះនាងពំពីអើតមើលតាមថែវប្រាសាទពួកភ្លេងរំរែកនោះក៏មិនទាន់ឈប់នៅឡើយពេលដែលព្រះនាងយសោធរាត្រឡប់មកពីជូនដំណើរព្រះនាងកោតមីទៅកាន់ប្រាសាទវិញព្រះនាងក៏យាងសម្ដៅទៅកាន់ផ្ទះនាយសារថីឆាន់តែមួយព្រះអង្គឯងព្រះនាងបានដាស់ឆាន់អាមាត្យឲ្យក្រោកឡើងរួចទ្រង់ខ្សឹបប្រាប់ថាណែឆាន់ជាប្រកបណាស់ដែលព្រះស្វាមីត្រូវការរូបអ្នកទាំងពាក់កណ្ដាលអាត្រិតនេះចូលអ្នករៀបចំអញ្ជនីកន្ធកៈយ៉ាងប្រញាប់ដើម្បីសូមអ្នកដាក់បង្ហៀនិងកែបថ្វាយព្រះអង្គឲ្យបានស្រួលបួលផងនាយសារថីឆាន់មានការងឿងឆ្ងល់ក៏បង្គំទូលសួរថាព្រះអង្គម្ចាស់ក្សត្រីតើព្រះអង្គម្ចាស់សទ្ធុតមានព្រះបំណងយ៉ាងណាដែរព្រះនាងពំពីទ្រង់បន្តថាមនាលឆាន់អ្នកកុំចាំបាច់សួរដេញដោលអីធ្វើតាមបង្គាប់ខ្ញុំទៅបានហើយនាយសារថីឆាន់មិននិយាយអ្វីក្រៅពីងក់ក្បាលបង្ហាញការយល់ព្រមប៉ុណ្ណោះព្រះនាងពំពីលាឆាន់យាងចូលទៅកាន់ព្រះរាជដំណាក់វិញដោយស្ងាត់ស្ងៀមព្រះនាងរងចាំស្វាមីអស់ពេលយ៉ាងយូរក៏ពុំឃើញព្រះអង្គត្រឡប់ចូលក្រឡាបន្ទំវិញព្រះអង្គម្ចាស់សិទ្ធត្ថគង់នៅខាងក្រៅតែមួយព្រះអង្គឯងតតមើលពន្លឺព្រះច័ន្ទនិងវងតារាទាំងឡាយព្រះអង្គបានដាក់ព្រះទ័យចាក់ចេញអំពីព្រះរាជវាំងទាំងពាក់កណ្ដាលរាត្រីនេះជាដាច់ខាតទីបំផុតព្រះអង្គយាងចូលទៅក្នុងបន្ទប់រួចក៏ទ្រង់ផ្លាស់គ្រឿងអំពរសម្រាប់ធ្វើដំណើរដែលព្រះនាងពំពីបានរៀបចំទុកថ្វាយនៅលើកៅអីនោះព្រះអង្គយកព្រះហស្ថវែកវាំងននសន្សំរួចសម្លឹងទៅកាន់ពំពីមហេសីនិងរាហុលបុត្រាដែលកំពុងផ្ទុំលួងលក់ព្រះអង្គហាក់ចង់យាងចូលទៅផ្ដែផ្ដាំនៅពាក្យខ្លះមុននឹងទ្រង់យាងព្រះដំណើរចេញតែទ្រង់នៅស្ទាក់ស្ទើរក្នុងព្រះចិន្តារួចទ្រង់ក៏ព្រះតម្រិះថាអាត្មាអញបានពោលរៀបរាប់នៅអ្វីៗដែលមានសារៈសំខាន់ប្រាប់ដល់ពំពីមហេសីសម្លាញ់រួចអស់ហើយប្រសិនបើអាត្មាអញដាស់មហេសីក្នុងពេលឥឡូវនេះនឹងអាចធ្វើឲ្យការចេញដំណើររបស់អាត្មាអញមានការឈឺចាប់រឹតតែខ្លាំងឡើងកាលទ្រង់ព្រះតម្រិះរួចហើយព្រះអង្គក៏ទម្លាក់វាំងននចុះមកវិញហើយយាងថយចេញភ្លាមទៅព្រះសិទ្ធត្ថមិនអស់ចិត្តសោះក៏ទ្រង់ចាប់បង្ហើបវាំងននម្ដងទៀតដើម្បីទតមើលមហេសីនិងបុត្រាក្នុងនាទីចុងក្រោយបងអស់ព្រះអង្គខំទតយ៉ាងខ្លាំងរហូតដល់រូបភាពនៃមហេសីនិងបុត្រាដិតជាប់នៅក្នុងព្រះអារម្មណ៍ទីបំផុតព្រះអង្គទ្រង់ទម្លាក់វាំងននចុះមកវិញសន្សំរួចហើយក៏យាងចេញបាត់តែម្ដងទៅខណៈដែលព្រះអង្គម្ចាស់សិទ្ធត្ថយាងកាត់តាមល្វែងទទួលភ្ញៀវទ្រង់បានទតឃើញនារីចម្រៀងរបាំដេកលក់ស្ដោកស្ដឹងលើកំរាលមានសក់សំពីងសំពងហាមាត់ច្រវាបដូចត្រីងាប់ដៃដែលគេរាំដល់ទន់ល្វន់ល្វែតតាំងពីប្រលប់នោះឥឡូវនេះក៏คล้ายជារឹងឆ្កឹងដូចជាអង្កត់អុសជើងដែលគេកងកាក់ពាក់លើគ្នាទៅវិញទៅមកបីដូចជាមនុស្សស្លាប់ក្នុងទីសមរភូមិព្រះសិទ្ធត្ថមានព្រះអារម្មណ៍ដូចជាទ្រង់យាងកាត់ព្រៃខ្មោចដ៏ស្ងាត់ពេលស្ដេចយាងទៅដល់ក្រោលសេះទ្រង់ទតឃើញនាយសារថីនៅភ្ញាក់នៅឡើយឆានអាមាត្យបានដឹកសេះកន្ធកៈដែលបានពាក់បង្ហៀនិងកែបរួចជាស្រេចទៅហើយនោះថ្វាយដល់ព្រះអង្គនាយឆានអាមាត្យត្រូវបានព្រះសិទ្ធត្ថអនុញ្ញាតឲ្យធ្វើដំណើរទៅជាមួយដែរព្រះសិទ្ធត្ថនិងនាយសារថីបណ្ដាសេះកន្ធកៈចេញដំណើរយឺតនឹងយ៉ាងស្ងៀមស្ងាត់បំផុត
សំដៅទៅកាន់ខ្លោងទ្វារនៃព្រះរាជវាំងខាងក្រៅឆ្មាំទ្វារទាំងអស់ដេកលក់ស្ងាត់ជឹងដែលជាឱកាសល្អមួយធ្វើឲ្យព្រះសិទ្ធត្ថនិងឆាន់អាមាត្យអាចឆ្លងកាត់ខ្លោងទ្វារវាំងបានយ៉ាងស្រួលព្រះសិទ្ធត្ថទ្រង់ឡើងគង់លើសេះកន្ធកៈដោយដាក់ឆាន់អាមាត្យអង្គុយពីខាងក្រោយសេះលុនយ៉ាងពេញទំហឹងឆ្ពោះទៅទិសខាងត្បូងក្រោមពន្លឺព្រះច័ន្ទដ៏ថ្លានាថ្ងៃពេញបូរមីកាលទ្រង់យាងទៅបានបន្តិចក៏មានរាមាធិរាជមកបង្អាក់ដំណើរព្រះអង្គថាណែសិទ្ធត្ថចូលអ្នកកុំចេញទៅបួសអីអំណើតែ7ថ្ងៃទៀតទេសម្បត្តិចក្រនឹងកើតឡើងដល់អ្នកហើយប៉ុន្តែព្រះអង្គទ្រង់កាត់ព្រះទ័យដោយពលតបនឹងមាថាអាត្មាអញមិនអាឡោះអាល័យនឹងសម្បត្តិមហាចក្រនោះឡើយលុះព្រះអង្គបានឃ្លាតខណ្ឌសន្តានអស់ហើយទ្រង់ក៏បន្លឺនៅព្រះវិចារថារិហុលរួចហើយទ្រង់ក៏ញាក់សេះអសដរបន្តព្រះដំណើរទៅមុខទៀតយ៉ាងលឿនចប់ជំពូកទី7